លើកឧទាហរណ៍ដូចជាអភ័យទានពពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គប្រាប់ថាចិត្តអ្នកណាមានអភ័យទាននេះណាគឺជាកម្ពូលនៃធម៌ពីព្រោះមនុស្សមិនងាយធ្វើបានទេគឺអនុគ្រោះចំពោះសត្រូវរបស់ខ្លួនមិនងាយបានទេសត្រូវរបស់ខ្លួនធ្វើបាបមកលើខ្លួនហើយនៅតែអនុគ្រោះឲ្យបានចិត្តរបស់បុគ្គលនឹងគឺជាចិត្តទេវតាថ្នាក់ខ្ពស់បំផុតចិត្តនេះគឺជាចិត្តដែលមានអភ័យណាស់ចិត្តមនុស្សនឹងគឺល្អពីខាងក្នុងមកត្មងយេធម្មាហេតុបពវិទេសង្ឃហេតុតថាគតោធម៌ទាំងឡាយកើតមកពីហេតុនៅខាងក្នុងនោះបណ្ដាលឲ្យចិត្តបុគ្គលនឹងមានអភ័យទានលោកយាយលោកតាស្ដាប់ឮតែនិយាយអញ្ចឹងចេះឲ្យចាំតើលោកយាយលោកតាយល់យ៉ាងម៉េចរឿងអភ័យទានចូលដល់ចិនតាមយៈបញ្ញាតើលោកយាយលោកតាយល់យ៉ាងម៉េចប្រយ័ត្នអត់ប្រកបជាមួយបញ្ញាឲ្យទោសណាពោះនឹងចឹកអញថ្ងៃមុនឥឡូវអញអភ័យវាយកមកដាក់ក្នុងកតុបម្ដងទៀតចឹកងាប់ទៅអភ័យទានពាក្យថាអភ័យមានន័យថាអនុគ្រោះមានន័យថាមិនស្អប់មិនអីទៀតទេសត្រូវរបស់អញដែលធ្លាប់ធ្វើបាបអញមិនខឹងមិនអីនាងទេប៉ិនមិនមែនថាអាសត្រូវនឹងធ្លាប់បោកម៉ូតូយើងបោកអីយើងយកមកឲ្យដើរលេងជាមួយយើងទៀតថ្ងៃក្រោយតិចគេបោកទៀតអភ័យគឺចិត្តណាមិនឲ្យហែងចូលមកចិត្តទេអាវ៉ាអញមិនឲ្យហែងចូលមកចិត្តទេចៅអញខ្លាចហែងលួចរបស់អញទៀតប៉ិនអញមិនខឹងហែងទេអាវ៉ាអញអភ័យឲ្យហែងអត់មានបញ្ហាអីទេចៅហើយឃើញនៅកន្លែងណាក៏អញសោចដាក់ប៉ិនមិនយកមកដាក់ក្បែរខ្លួនទៀតទេណាដល់យកមកដាក់ក្បែរខ្លួនទៀតគេលួចប្រពុតថាអភ័យទានឥឡូវឃើញតែឲ្យទោសដល់អញអបញ្ញាទៅជាមួយនឹងអបញ្ញាទៅជាមួយនឹងអវិជ្ជាអភ័យគឺចិត្តយើងតែចិត្តរបស់យើងលែងខឹងវាហើយគឺអភ័យយើងសម្គាល់ចិត្តអញមើលអូអញលែងគុំគួនអានោះអភ័យប៉ិនហើយមកខ្ចីលុយទៀតអញអត់ឲ្យទេមិនបានឲ្យថាអភ័យទានអញដឹងអាចៅអើយហែងបោកអញ្ចឹងអញមកឲ្យឯងទេប៉ុន្តែចិត្តរបស់យើងអត់មានខឹងទេសោយធម្មតាអានោះអភ័យទានឲ្យយល់តាមមិនយល់ចូលដល់កិច្ចប្រតិបត្តិអត់បានលើប្រពុតថាអភ័យទានអានឹងវាមុនធ្លាប់បោកអញឥឡូវគេថាអភ័យទាននឹងខ្លាំងអញយកវាមកដាក់ចិត្តទៀតគេលួចម៉ូតូទៅទៀតទៅហើយដឹងថាប្រពុតអីអញ្ចឹងទេអ្វីតែអភ័យទានបានប៉ុនឥឡូវអញធ្វើគ្មានបានប៉ុនទេលួចម៉ូតូអញទៀតអានឹងឲ្យមកពីអត់យល់តនឹងត្រូវយល់ឲ្យមែនតើឥឡូវទៀតស្ដាប់ហើយយល់ហើយបានយកទៅបប្រតិបត្តិកើតឧទាហរណ៍ប្រពុតលោកប្រាប់ថាម៉េចទេគាត់ថាក្នុងនាមជាមនុស្សល្អមិនត្រូវសែបគប់ជាមួយបុគ្គលពៀលទេពៀលឲ្យទោសតែលោកយាយលោកតាស្ដាប់ហើយលោកយាយលោកតាចាំពូប្រពុតទ្រង់ត្រាស់ថាអញ្ចឹងថាកុំឲ្យសែបគប់ជាមួយបុគ្គលពៀលឲ្យទោសអញ្ចឹងចាំសតមយៈបញ្ញាកើតមានឡើងធ្លាក់ចូលដល់ចិនតាមយៈបញ្ញាតាពិចារណាថាម៉េចគេហៅសែបគប់ណាឲ្យតែឃើញអាណាខូចអញរត់កិច្ចតែហ្មងប្រពុតថាមិនឲ្យសែបគប់ពួកអត់យល់រត់កិច្ចបណ្ដោយមើលប្រពុតមើលអង់គ្លីមៀមើលគេរត់អស់មកភូមិព្រះអង្គទៅប្រយរកអង់គ្លីមៀប្រពុតហ្នឹងទៅសែបគប់ជាមួយអង់គ្លីមៀនោះមែនទេពាក្យថាសែបគប់ហ្នឹងមានន័យថាសបាយអបអសាទរចោះចូលធ្វើទង្វើនឹងជាមួយអានោះมันគេហៅសែបគប់ឧបមាថាម្នាក់ហ្នឹងពួកម៉ាក់យើងចូលបាបឃើញយើងទៅចូលបាជាមួយស្មានតែយើងសែបគប់អត់ទេប៉ុន្តែដើម្បីទាញឯងហើយផឹកឯងស៊ីមកអញផឹកមួយកែវពីរកែវអញមិនមាត់ប៉ុន្តែអញអង្គុយចាំតែមើលតំណងជួយសង្គ្រោះឯងចិត្តប៉ុនចិត្តអត់ប៉ុនរត់កិច្ចបាត់ដើម្បីអញមិនរវល់ហែងទេហែងទៅណាទៅប្រពុតថាកុំឲ្យសែបគប់ពាក្យថាមិនសែបគប់នេះមានន័យថាមិនចោះចូលមិនសបាយអបអសាទរនឹងទង្វើនឹងប៉ុន្តែឃើញដើរជាមួយនឹងតិចថាយើងទៅចូលគឺចិត្តរបស់យើងចូលចិត្តរបស់យើងសាទរថាអញ្ចឹងត្រូវប៉ុន្តែពេលយើងទៅដើម្បីសង្គ្រោះឃើញពួកម៉ាក់ផឹកស៊ីដើរទៅជាមួយដើម្បីសង្គ្រោះចិត្តប៉ុនហ្នឹងកំពូលនៃចិត្តហ្នឹងបើយើងរត់កិច្ចបាត់ហើយខ្លាចឲ្យទុកដល់ខ្លួនណ៎ឃើញទេមនុស្សជាប់លៀបយោះសរសើរសុកអមិញចាំបានសុកហ្នឹងអញគិតសុកអាណាគិតតែសុកអញជាប់លោកធម៌ហ្នឹងហើយបើយើងប្រាសចាកលែងចង់បានសុកផ្ទាល់ខ្លួនគិតសុកអ្នកដទៃចិត្តប៉ុនមែនតើបានប៉ុនហ្នឹងតែពុទ្ធប្រាប់ថាទៀនគឺទៀនបារមីគឺទៀន perfect គឺប្រកបជាទៀនមែនគ្មានចង់បានអីមកវិញទេហើយយើងសប្ងៃសងំសុកតំណងដែលខ្ញុំប្រាប់ថាលោកយាយលោកតាខ្លះគាត់ថាម៉េចទេគាត់ថាអាចៅឯងធ្វើនយោបាយជួនកាលគាត់មានប្តីធ្វើនយោបាយទៀតគាត់ថាតាឯងរឿងនយោបាយយកទៅអញរឿងវត្តបាអញអត់មានទៅតាក់ទងមួយតាឯងទេតាឯងខាងអ្នកនយោបាយអញខាងប៉ុនខាងទៀនអញមនុស្សល្អអញមិនពាក់ស្ពិនមួយតាឯងទេឥឡូវយើងគិតពិចារណាមើលពុទ្ធលោកប្រាប់ថាម៉េចទេហិរិនិងអោតបៈជាលោកកបាលធរគឺជាធម៌រក្សាលោកបុគ្គលទាំងអស់គ្នានៅលើលោកនេះបើសិនណាជាមានហិរិនិងអោតបៈប្រទេសរីកចម្រើនណាស់ពីព្រោះហិរិនិងអោតបៈនេះកាលណាកើតនៅក្នុងបុគ្គលណាបុគ្គលនោះខ្មាស់បាបអៀនជាមួយនឹងសេចក្តីអាក្រក់មិនអៀនជាមួយនឹងអំពើល្អណាខ្មែរយើងជួនកាលអៀននឹងសេចក្តីល្អណាឡើងនិយាយនឹងក្បាលមេក្រូខ្ញុំហ៊ានឡើងនិយាយខ្ញុំអៀនខ្ញុំមានហិរិអៀននឹងសេចក្តីល្អនោះមិនអៀននឹងអំពើអាក្រក់ឯណាអៀនហិរិគឺអៀនជាមួយនឹងបាបឧទាហរណ៍ថាគេខំប្រងើបឡើងប្រយុទ្ធតស៊ូធ្វើនយោបាយការពារទឹកដី
អញគិតទៅវត្តមានហិរិអត់នៅលើដីនឹងជាមួយគេដែរហ្នឹងដល់ទៅពេលគេតស៊ូអញមិនបានអបអសាទរអីទេអញគិតតែទៅវត្តបើមានហិរិធ្វើអត់កើតទេខ្មាស់គេណានឹកឃើញអៀនចិត្តខ្លួនឯងហ្នឹងអង្គុយដេកទៅយីអញឲ្យអញនៅលើទឹកដីនឹងគេដែរគេខំតស៊ូការពារទឹកដីហើយចុះអញបើមិនបានចូលលុយចូលកាក់ជាមួយចលនាគេទៅបន្ទុយបង្អាក់គេអញខ្លួនឯងធ្វើមិនកើតទៅបង្អាក់គេអញខ្មាស់គេណាចុះបើបាត់ដីទៅអញទៅធ្វើធន់នៅកន្លែងណាបើអញជាព្រះអរហន្តមិនបញ្ហាទេព្រះអរហន្តលោកអត់មានជាប់ចម្ពាក់ទេសំបីតកាយរបស់លោកអត់ជាប់ចម្ពាក់ផងប៉ុន្តែយើងអវិជ្ជានៅអវិជ្ជានៅអញនៅអវិជ្ជាបច្ចយាសង្ខារាអវិជ្ជានៅអញនៅសង្ខារនៅមានន័យថាអញនៅពុទ្ធលោកអស់អញយើងនៅអញបើនៅអញពធគឺជាមេរៀនថែរក្សាអញកុំឲ្យវាចងេងចងាងប៉ះពាល់គេថែរក្សាអញនេះឲ្យធ្វើទង្វើល្អពីព្រោះនៅអញអវិជ្ជានៅពុទ្ធលោកអស់អញដល់លោកអស់អញលោកចម្ពាក់នឹងថែមដីអាណាយកអីយកទៅសំបីតដៃក៏លោកកាត់ឲ្យគេដែរសំបីតភ្នែកក៏លោកខ្វេះឲ្យគេដែរចំណែកយើងនៅអញពុទ្ធលោកឲ្យយើងនៅទីណាយើងធ្វើធម៌នៅទីនោះយើងជាមនុស្សនៅអញត្រូវថែរក្សាអញហើយយើងធ្វើដូចអស់អញអញ្ចឹងអាណាយកអីយកទៅបើអាណាយកអីយកទៅពេលដែលអស់ដីអស់អីនោះកុំយំកុំស្រែកបើនៅយំនៅស្រែកត្រូវដឹងថាអញនៅមានអញបើនៅមានអញត្រូវចូលរួមថែរក្សាចូលរួមថែរក្សាទឹកដីអញបើចូលរួមអីមិនបានជួយដើរកេះគេកេះអីស្ដាប់ទៅអីទៅរំលឹកទៅឲ្យឃើញសេចក្តីល្អហើយចុះបើសងំទៅសុកឧបេក្ខាហ្នឹងតិចមិនមែនឧបេក្ខាបារមីឧបេក្ខាបារមីថាឧបេក្ខាគឺឧបេក្ខាមែនណាមិនរវល់ទាំងគេមិនរវល់ទាំងរូបកាយអញមិនរវល់ទាំងកូនអញទាំងអស់ជួយដោយចិត្តស្មើទាំងអស់អ្នកណាក៏មើលទៅឃើញស្មើគ្នានេះអត់ទេអត់រវល់រឿងគេតែរវល់រឿងអញពេញខ្លួនហ្មងអាហ្នឹងអសិលធម៌ណាពួកអ្នកមានហិរិធម៌នៅអត់កើតហ្មងខ្មាស់ហ្មងឃើញគេងើបឡើងអូយអញយួរកតោទៅវត្តដើម្បីតែខ្លួនអញអត់មានគិតអាណាទាំងអស់ហិរិហ្នឹងវារុញច្រានចិត្តយើងឲ្យខ្មាស់ហ្មងអញ្ចឹងបានពុទ្ធលោកទេសថាជាលោកកបាលធម៌ជាធម៌រក្សាលោកបើមនុស្សទាំងអស់មានហិរិនិងអោតបៈនេះមិនងាយអ្នកណាទៅធ្វើបាបបានទេពីព្រោះចិត្តវាបណ្ដាលហ្មងដេកមិនលក់ណាឃើញគេធ្វើល្អធ្វើអីចឹងអីអញត្រូវទៅដែរពីព្រោះអញនៅលើទឹកដីនឹងដែរខ្ញុំប្រើពាក្យអាក្រក់បន្តិចខ្ញុំថាខ្ញុំបើមានប្រដាប់ជោគខ្ញុំជោគលោកតាលោកយាយដែលសងំសុកនឹងជោគយកទៅដាក់នៅក្នុងណាបាត់មិនដាក់ក្នុងព្រៃទេព្រោះព្រៃប្រទេសខ្មែរត្រូវយកទៅដាក់កន្លែងណាទៅដាក់លើអាកាសផងប៉ុន្តែអាកាសក៏មានរបស់គេទៀតដាក់គាត់នៅម្ដុំពីព្រោះគាត់អត់មានគិតអីទាំងអស់គាត់អសីលធម៌គាត់គិតតែរឿងខ្លួនគាត់អត់មានគិតអ្នកដទៃគេខំគិតដើម្បីអ្នកដទៃនឹងបានប៉ុនទេពុទ្ធព្រះបរមគ្រូនៃយើងកាលនៅបរមពុរិស័ទនិយាយពីរត់ចែកជើងគ្នាមួយថ្ងៃទៅរឿងអ្នកដទៃគ្មានរឿងអញសោះកាលនោះមិនទាន់បានត្រាស់ដឹងណានៅជាបរមពុរិស័ទហើយយើងមិនដំណើរនៅអាសវៈចិត្តរបស់យើងនៅលោកីយៈចិត្តរបស់យើងនៅបឋមជនធម្មតាហើយមិនក៏យើងមិនឃើញដំណើររបស់ព្រះបរមគ្រូនៃយើងធ្វើតែដើម្បីអ្នកដទៃតាធ្វើដើម្បីអ្នកដទៃនោះវាបានប៉ុនមកឯងអញ្ចឹងហើយយើងតតែបានមកអញបានធ្វើតែនឹងហើយដែលថាទៀនមិនមែនទៀនបារមីមិនមែនទៀន perfect ប៉ុណ្ណឹងមិនមែនទៀនសក្តិប៉ុណ្ណឹងលោកយាយត្រូវស្ដាប់ឲ្យយល់បានប្រតិបត្តិកើតបើអត់យល់ប្រតិបត្តិអត់កើតដូចថាធ្វើប៉ុនបានប៉ុនលោកយាយលោកតាសម្គាល់ថាម៉េចធ្វើប៉ុនបានប៉ុនហេអញធ្វើតែប៉ុនក៏ឃើញតែកូនងាប់ឃើញតែគេធ្វើបាបពាក្យថាធ្វើប៉ុនបានប៉ុនមានន័យថាលាងដៃបានស្អាតដៃលាងដៃបានស្អាតដៃធ្វើប៉ុនចាក់កាក់ទៅគឺចិត្តលែងកំណាញ់អស់មច្ឆរិយៈអស់មច្ឆរិយៈនឹងចិត្តវាកាន់តែស្អាតទៅលែងជាពាក់វៈវិនទាំងអស់សួរតែលែងជាពាក់វៈវិននឹងអត់ធ្វើការពុទ្ធព្រះបរមគ្រូនៃយើងសកម្មជាងយើងទៀតយើងមានដេកពុទ្ធអត់មានសោះទាំងយប់ទាំងថ្ងៃធ្វើកិច្ចការមានប្រោសទេវតាមានប្រមាលមើលនិស័យសត្វមានប្រោសសត្វទាំងយប់ទាំងថ្ងៃវិលរហូតហើយព្រះអង្គជាអសិក្ខបុគ្គលជាជាតិចុងក្រោយមិនគួរណាព្រះអង្គធ្វើការងារទេឃើញទេប៉ុន្តែហេតុអីបានព្រះអង្គធ្វើខ្លាំងម្ល៉េះពីព្រោះតែមនុស្សលែងចម្ពាក់នឹងខ្លួនឯងគិតពីអ្នកដទៃតែហ្មងនោះបានជាចិត្តបុណ្យបើសម្គាល់តែចិត្តបុណ្យមិនបានសម្គាល់តែចិត្តល្អណាហីយាយនឹងចិត្តល្អហីតានឹងចិត្តល្អសម្គាល់តែចិត្តល្អយ៉ាងម៉េចថាគាត់ជួយគេអត់ចង់បានអីហ្នឹងទៅធ្វើបុណ្យដើម្បីឲ្យចិត្តអញ្ចឹងហើយបើយើងទៅស្លៀកច្បាំងស្លៀកចពើប៉ុន្តែចិត្តអាក្រក់កុំឆ្ងល់ពេកនរកហើយកុំឆ្ងល់ពេកយើងនៅតែផ្ទះនឹងក៏ដោយសួរទៅវត្តទៅធ្វើអីជំនាន់ពុទ្ធទៅស្ដាប់ធម៌ទេសនាដើម្បីអីថាដើម្បីមកប្រតិបត្តិនៅផ្ទះហ្នឹងហើយយើងទៅនឹងយកបាយទៅវត្តបានបុណ្យរួចហើយមកដល់ផ្ទះមិនដឹងរឿងអីផងចិត្តមិនស្អាតផងពុទ្ធព្រះបរមគ្រូនៃយើងលោកទេសនាប្រាប់សត្វលោកទាំងអស់ដើម្បីឲ្យប្រតិបត្តិពុទ្ធថាម៉េចទេកូនចៅឲ្យកូនចៅក្នុងមួយចំណោមបូជាតថាគតណាមានតែបដិបត្តិបូជាទេជាការបូជាដ៏ប្រសើរថ្លៃថ្លាសម្រាប់តថាគតកុំយកអាមិសទានកុំយកអីមកឲ្យតថាគតមិនត្រូវការនឹងទេតថាគតជាតិចុងក្រោយហើយកុំថាតថាគតណាសាវករបស់តថាគតនឹងសិតតែជាអ្នកប្រាថ្នារួចផុតមានតែស្បង់សពើមកកាផ្លេមានតែបាតមួយមានតែកសៀវមួយទេណាមានតែប៉ុណ្្នឹងឯណាកុំយកស្អីមកទៀតមកដាក់ក្បែរកូនចៅតថាគតគ្នាមិនទាន់ដាច់ប្រយ័ត្នគ្នាជាប់ទៅវិញគ្នានេះដំណើរប្រុងដាច់
ចឹងសូមឲ្យអ្នកបដិបត្តិបូជាទៅហើយសួរតែស្អីបដិបត្តិបូជាលោកយាយលោកតាសម្គាល់មិនបានមើលតែម៉ែឪយើងទៅម៉ែឪថាម៉េចកូនណាកូនកូនឯងមិនបាច់ទិញអីមកផ្ញើអញទេកូនហើយកូនឯងធ្វើតែតាមអញប្រាប់ទៅកូនឲ្យតែបានសេចក្តីសុខកុំទៅជិះជាន់គេកុំទៅលួចកុំទៅប្លន់កុំទៅដើរចូលជាមួយពួកពៀលពួកអីកូនឯងធ្វើម៉េចឲ្យបានសុខខ្លួនឯងម៉ែអូណាអានោះឲ្យបដិបត្តិបូជាមានន័យថាធ្វើតាមតាអាវាតតថាគាត់ប្រាប់អ្នកឯងទៅអ្នកឯងទៅគឺកុំធ្វើបាបគេធ្វើម៉េចចិត្តឲ្យស្អាតចេះជួយអ្នកដទៃធ្វើម៉េចសម្អាតចិត្តនឹងឲ្យល្អទៅអ្នកឯងធ្វើនៅផ្ទះអ្នកឯងនោះទៅអ្នកឯងធ្វើនៅផ្ទះនោះឯងទៅមិនបាច់មកលុតក្រាបតថាគាត់ទេអានោះឲ្យគេហៅបដិបត្តិបូជាប៉ុន្តែដល់ពេលចិត្តយើងស្អាតទៅសួរតែយើងទៅណាក្រៅពីវត្តលោកឯងអត់ទៅណាក្រៅពីវត្តលោកទេពួកអីពួកដឹងថាប្រសង់លោកត្រូវការចង្ហាន់ចិត្តរបស់យើងនៅផ្ទះនៅអត់ការទេទៅហ៎តុកទៅហ៎ប៉ុន្តែចេះរើសមើលទៀតណាប្រសង់ខាងនេះជាប់លោកធម៌ធំបើចិញ្ចឹមមនុស្សអញ្ចឹងអានិសង្ឃអត់បានពួកអីលោកនឹងខូចណោះលោកខាងនោះល្អលោកជួយបង្រៀនសត្វលោកឲ្យចាក់ទុកចាក់អីផុតអញ្ចឹងទៀតដល់ពេលធ្វើបុណ្យអាចិត្តក៏ស្អាតផងអានិសង្ឃខាងក្រៅក៏បានទៀតពុទ្ធថាម៉េចអ៊ីធៈតបតេបេចតបតេអ៊ីធៈនន្តតេបេចនន្តតេភ្លឺពីឥឡូវភ្លឺទៅមុខអាងឹតពីឥឡូវងឹតទៅមុខក្តៅពីឥឡូវក្តៅទៅមុខបើឥឡូវយើងមើលឃើញថាអ៊ីអញធ្វើបុណ្យចិត្តអញក៏វាតិចលោកនឹងក៏មនុស្សល្អទៀតជួយកូនចៅក្នុងភូមិចេះជួយបង្រៀនអីទៀតភ្លឺមើលទៅឃើញភ្លឺច្បាស់ចាស់ទៅដល់ត្រូវពីឥឡូវត្រូវទៅមុខដល់ពេលយើងយកទៅឲ្យតែឃើញស្បង់ទៅពចេះតែដាក់ទៅដល់ពេលលោកខូចលោកបានសំលុយសំអីការប្រពន្ធទ្រុលអញធ្វើបុណ្យទៅមិនឃើញបានបុណ្យល្ងឹតពីឥឡូវល្ងឹតទៅមុខថាពធរបស់ព្រះអង្គនេះតារៀនយូរបែកបញ្ញាហ្មងមនុស្សចិត្តល្អហើយមនុស្សបែកបញ្ញាហ្មងតារៀនឲ្យល្ងងខុសហើយពិចារណាឡើងវិញហើយបើគ្រូបង្រៀនយូរទៅធន់នៅតែក្នុងវត្តអត់ព្រមបាក់លបងវត្តរេលចេញមកក្រៅទៅដល់អាក្មេងសិស្សសានុសិស្សនោះឲ្យវាចេះធម្មជាតិនឹងអស់ផងទេត្រូវត្រួតពិនិត្យមើលគ្រូនឹងឡើងវិញបង្រៀនណាមិនបានធន់នៅតែក្នុងវត្តហ្នឹងធន់ហ្នឹងត្រូវបាក់លបងវត្តរេលហ្មងទៅចូលនោះប្រជាពលរដ្ឋចូលជុំវិញតែពេលណាធន់ចូលឲ្យអស់នងហើយមនុស្សចេះជួយគ្នាសប្បាយមិនសូវកាប់ចាក់គ្នាទេហើយពុទ្ធត្រាស់ដឹងមកហ្នឹង4អសង្ខ័យកម្រៃមួយសានកាប់តម្រាំមកត្រាស់ដឹងដើម្បីរកប្រយោជន៍ឲ្យសត្វលោកហ្នឹងមិនមែនដើម្បីបំពល់ទុកសត្វលោកទេណាឲ្យដឹងមិនថាអូយផ្ទះពុទ្ធបរិស័ទទូចចឹងកសាងវត្តឲ្យធំទៅលើកពុទ្ធសាសនាព្រះអង្គត្រាស់ដឹងមកដើម្បីជួយសត្វលោកស្បង់មកផ្លេទេបាតមួយទេកសៀវទឹកមួយទេតែប៉ុណ្ណឹងអត់ឲ្យមានអីទៀតទេអត់ឲ្យមានអីទៀតពុទ្ធបរិស័ទរត់ផ្ទះអីនៅមិនបានយើងយកមកធ្វើអីយើងអ្នកបួសអ្នកប្រាថ្នាតិចមានលោកទេខ្លះលោកទេថាហីលោកយាយលោកតាគាត់មានសទ្ធាជ្រះថ្លាខ្លួនគាត់តើបើមានសទ្ធាជ្រះថ្លាពាក្យសទ្ធាជ្រះថ្លាគឺកើតមកពីការយល់រួចអស់ច្បាស់លាស់ហើយគាត់នៅតែធ្វើអានឹងបានសទ្ធាជ្រះថ្លាពាក្យថាជ្រះថ្លាមានន័យថាច្បាស់លាស់ណាសទ្ធាអ្នកខ្លះบอกប្រែថាជំនឿមិនមែនសំនឿទេសទ្ធាមកពីទំនុកចិត្តមានន័យថាយើងយល់អស់សេចក្តីបានកើតសទ្ធាហើយចុះបើលោកយាយទៅកសាងវត្តគាត់មានការសទ្ធាឯណាគាត់ស្មានតែបានបន់មកគាត់មិនវែងហ្នឹងហើយយើងថាគាត់មានសទ្ធាបានគាត់មកកសាងសទ្ធាលុះតែគាត់យល់ច្បាស់ថាធ្វើនេះមិនមែនដើម្បីអញទេធ្វើនេះដើម្បីឲ្យប្រសង់ព្រោះប្រសង់ខ្វះនេះខ្វះនោះអញទៅធ្វើអញច្បាស់លាស់ក្នុងខ្លួនអញរឿងអញ្ចឹងអញមិនមែនធ្វើដើម្បីអញទេអានឹងបានសទ្ធាហើយចុះបើគាត់មិនវែងហើយចេះតែយកទៅញុកថាលោកយាយលោកតាហ្នឹងខ្ញុំមានចង់ឯណាអាត្មាទេសនាអាត្មាមានចង់ទាញពីគាត់ណាគាត់មានសទ្ធាលុះតែគាត់យល់ចុះបើគាត់អត់យល់ហ្នឹងមិនគាត់ថាសទ្ធាមិនវែងអ្នកទេសហ្នឹងធ្លាក់នរកណាពីព្រោះទេសចង់បានត្រឡប់មកវិញស្អីក៏ដោយត្រូវមានបំណងចាក់គៈតែចាក់គៈហើយគឺបានបន់ទាំងអស់លោកយាយលោកតាចង់ទៅធ្វើអីក៏ដោយអបច្ច័យណៈក៏បានវិយាបច្ចៈក៏បានអបច្ច័យណៈទៅជួយបំរើទៅជួយចេះសាពះចេះអីយកទឹកយកអីឲ្យគេផឹកគេចង់បត់ជើងអីជូនគេទៅប្រគុណទៅអីហ្នឹងចិត្តរបស់យើងចាក់គៈណាចង់ជួយធ្វើអីក៏ដោយជួយនិយាយក៏បានបន់ជួយលើកជួយលីជួយសែងក៏បានបន់ប៉ុន្តែ perfect បារមីហ្នឹង perfect មានន័យថាជួយមែនតើណាមិនជួយចង់បានបន់ទេណាជួយមែនតើដល់ពេលយូរចិត្តរបស់យើងចេះតែតលាយទៅខ្លួនជាមនុស្សចិត្តជាទេវតាហ្នឹងតែចុតិគឺទៅទីខ្ពស់ត្មងការទៅវត្តទៅស្ដាប់ធម៌ទេសនាឲ្យយល់អញ្ចឹងដើម្បីមកប្រតិបត្តិនៅផ្ទះហ្នឹងមិនទៅវល់លន់តួក្រាបចុះនរកទាំងអស់ហ្នឹងតែថាចុះនរកពីព្រោះធម៌ចិត្តនៃចិត្តអត់ស្គាល់អីទាំងអស់តែចិត្តរបស់អ្នកឯងក៏ក្រិចហើយកុំថាអ្នកឯងសៀកសកុំថាអ្នកឯងធ្វើកឋិនប្រមាណ100វត្តអត់មានដឹងអ្នកឯងធ្វើកឋិនអីទាំងអស់ធម៌ចិត្តនេះគឺអត់អញ្ចឹងទាំងអស់កុំថាលោកជំទាវឯងធ្វើកឋិនមួយខែបុណ្យ4-10កឋិនបុណ្យអត់មានរឿងបានបុណ្យអីទេបើបុណ្យមកគឺចាក់គៈហ្មងអញមានច្រើនអញអាណិតអាសូរអញទៅហ្មងចិត្តកាន់តែអាណិតឡើងគ្មានទុកកើតទេអាណិតគេអាណិតឯងអានងបានបុណ្យបើធ្វើដើម្បីអញនរកតាលាងដៃដើម្បីស្អាតមិនស្អាតប្រឡាក់ដៃថែមវិញធ្វើបុណ្យដើម្បីបុណ្យស្អីទៅបុណ្យគឺមានន័យថាស្អាតអស់អាសវៈមិនបាច់ចង់ឲ្យវាប្រឡាក់អីមកវិញទេ
បាច់ចង់ឲ្យវាប្រឡាក់អីវិញទេយើងលាងដៃមិនបាច់ចង់ឲ្យវាប្រឡាក់ស្អីមកវិញទេតែលាងដៃគឺវាស្អាតទេមិនបាច់ចង់បានបនទេមិនបាច់ចង់វាតែអស់អាកខិចទៅអាល្អហ្នឹងវាមកឯងជាស្វ័យប្រវត្តិដូចអញ្ចឹងមិនបាច់ចង់ញុកខ្យល់ចូលទេតែចាក់អាទឹកនឹងចេញទៅអាខ្យល់នឹងវាចូលមកឯងនេះអាក្រក់វាចេញទៅហើយអាខ្យល់នឹងវាចូលមកឯងអាស្អាតនឹងវាចូលមកឯងតែអស់ចិត្តកំណាញ់អស់អីទៅអាស្អាតនឹងវាចូលមកខ្លួនឯងមិនបាច់ថាអញខំប្រឹងធ្វើបុណ្យឲ្យចូលកសលក៏ចូលកសលចូលតែតណ្ហាទេមិនមែនចូលកសលទេចូលតែអាចង់ទេបាច់ឲ្យវាចូលទេធ្វើធម្មតាពួកយើងអាណិតអសូរគេចេះតែធ្វើធម្មតាត្រង់អ្នកណាគេថាអីថាទៅរឿងរបស់គេដូចព្រះអាទិត្យអញ្ចឹងព្រះម៉ោង6មករះម៉ោង6ល្ងាចលិចព្រឹកឡើងម៉ោង6មករះល្ងាចម៉ោង6លិចគេទៅសើក៏ធ្វើគេបង្អាប់ក៏មកធម្មតារឿងរបស់អ្នកឯងតារឿងរបស់អ្នកឯងខ្ញុំធ្វើល្អអ្នកឯងយល់ថាខ្ញុំចង់បានស្លឹកថ្នោតរឿងរបស់អ្នកឯងខ្ញុំរឹតតែអាណិតទៅទៀតណាខ្ញុំបានបន់ខ្ញុំយកទៅផ្ទះវិញហើយរួចហើយសពគ្រប់អ្នកស្រាប់មិនយល់អ្នកធ្វើអំពើអាក្រក់ចំពោះអ្នកមានគុណបាបបាបធ្ងន់ណាពីព្រោះអីអ្នកតបស្នងសងគុណជាមួយនឹងមនុស្សល្អទៅវិញបាបខ្លាំងពីព្រោះបើយើងធ្វើជាមួយនឹងពួកសត្វអីដែលវាមានចិត្តបាបអត់បាបខ្លាំងទេពួកអីពួកនេះជាធម្មជាតិនៃអ្នកដែលមានគុណខ្ពស់ដូចម្ដាយឪពុកដូចព្រះអរហន្តពេលណាយើងធ្វើចំពោះលោកបែបអស់ហ្នឹងបាបខ្លាំងហេតុអីពួកយើងគិតមើលយើងក្តិចកដោបមានចិត្តប្រមាណដល់ពេលយើងក្តិចជ្រូកសត្វកាន់តែធំដល់ពេលមនុស្សមិនដែលបៀតបៀនអ្នកណាសោះយើងទៅរកតែបៀតបៀនមនុស្សអញ្ចឹងកើតចិត្តយើងជាចិត្តអីបាបអាក្រក់ណាស់អាហ្នឹងយើងប្រហើនដល់ប៉ុណ្ណឹងណាហើយអ្នកខ្លះទៀតលោកទេថាធ្វើបុណ្យនឹងព្រះអរហន្តបានបុណ្យច្រើនណាធ្វើបុណ្យនឹងម្ដាយក៏បានបុណ្យច្រើនដែរឮតែគេថាអញ្ចឹងហើយអត់បញ្ញានោះពុទ្ធសតមយៈបញ្ញាស្ដាប់ហើយចាំហើយយល់សិនបានទៅបដិបត្តិកើតទៅបដិបត្តិថាតើត្រូវទុកដាក់ម្ដាយត្រូវបង្រើម្ដាយរបៀបម៉េចណាពុទ្ធស្ដាប់ហើយត្រូវឆ្លងការយល់បានទៅបដិបត្តិកើតឮគេថាធ្វើបុណ្យនឹងព្រះអរហន្តបានបុណ្យច្រើនធ្វើបុណ្យនឹងម្ដាយបានបុណ្យច្រើនខ្ញុំលើកឧទាហរណ៍អញ្ចេះទេណាបើសិនណាជាមានព្រះអរហន្តមុនតាមនឹងគេថានឹងព្រះអរហន្តហ្នឹងប្រហែលជន់ព្រះអរហន្តងាប់ពួកអីពួកចង់បានបុណ្យសត្វតំនឿអាក្រក់ទៅធ្វើបុណ្យមិនបានបុណ្យពួកធ្វើបុណ្យដើម្បីឲ្យចិត្តស្អាតធ្វើបុណ្យដើម្បីឲ្យអាក្រក់ហ្នឹងពួកតែចង់បានខ្លួនឯងពេកឡើងជន់គេជន់ឯងទៅដាក់បាតហ្នឹងឃើញទេអាក្រក់ណាហើយបើអ្នកនៅឈរពីមុខគេណោះត្រូវបានដាក់មុនគេលោកអសូរសត្វលោកដែលអវិជ្ជាហ្នឹងលោកងាកគិតចេញមកទុកឲ្យគេដាក់បាតបានមុនស្រាប់តែដាក់បាតបានមកវិញចេញវិញថាហែងមិញអត់មានដាក់បាតបានទេឥឡូវអញដាក់បានបាតឃើញទេអញបានបុណ្យច្រើនជាងហែងអត់បានដាក់សោះអាក្រក់ចង់ងាប់នោះហើយយើងមនុស្សល្អយើងថយមកក្រោយហើយហ្នឹងចិត្តរបស់យើងប្រសើរប៉ុណ្ណាបានបុណ្យគឺចិត្តណាមិនមែនពិធីការទេអារឿងចិត្តនេះអត់ស្គាល់អ្នកឯងពិធីការអ្នកឯងរៀបកតងខុសកតងត្រូវអត់មានអីទាំងអស់អត់ដឹងអីទាំងអស់អ្នកឯងចង់ធ្វើពិធីអីដូចភ្លើងអញ្ចឹងជាធម្មជាតិហេខ្ញុំខ្វាក់ក៏លាកដែរភ្លើងហេខ្ញុំកូនក្មេងក៏លាកដែរហេខ្ញុំមនុស្សឈួតក៏លាកដែរឲ្យតែឯងដើរជន់ភ្លើងអត់ស្គាល់ថាលោកយាយលោកតាធ្វើបុណ្យច្រើនបុណ្យតិចដែលលោកយាយសម្គាល់នោះអត់ដឹងទេបុណ្យគឺចិត្តស្អាតតែអ្នកឯងធ្វើខុសពីផ្លូវហ្នឹងអញអត់ដឹងពីព្រោះដូចលាបមុខអញ្ចឹងលាបមុខពណ៌ខ្មៅតែលាបមុខពណ៌ខ្មៅដើរទៅតាមផ្លូវយប់គេបុកម៉ាំងពួកអីពួកអធម្មជាតិខ្មៅហ្នឹងគេមើលមិនឃើញដល់ពេលយើងលាបមុខពណ៌សតែលាបមុខពណ៌សដើរទៅក្នុងហ្នឹងចាំងមកភ្លឺគេអត់សូវបុកទេវាជាធម្មជាតិដល់ពេលណាយើងធ្វើបុណ្យយូរចិត្តរបស់យើងស្អាតទៅទីខ្ពស់ជាស្វ័យប្រវត្តិដល់ពេលយើងទៅធ្វើបុណ្យដែលសម្គាល់ថាបុណ្យសំថ្ងៃនោះទៅកកប៉ុន្តែចិត្តយើងកក្រិចវាអត់ស្គាល់អីទាំងអស់វាទៅតាមដំណើររបស់វាទៅជាសត្វអបាយភូមិមន់ទាជ្រូកគោក្របីហ្នឹងទៅរួចសោយអស់កម្មដែលយើងបានសាងហ្នឹងត្រឡប់មកជាមនុស្សវិញមកដល់ពេលមកមនុស្សនេះប្រពុតលោកថាម៉េចទេតលភ័ណ្ឌចមនុស្សសតាំងកូនឲ្យកូនកើតជាមនុស្សជារឿងកំរណាស់កុំប្រមាទណាកូនកើតមកជាមនុស្សកំរណាស់ពីព្រោះដេរឆានច្រើនណាស់ងាយនឹងចូលណាស់អ្នកកើតជាមនុស្សកំរណាស់ព្រះសម្មាសម្ពុទ្ធទាំងអស់ត្រាស់ដឹងតែក្នុងជីវិតជាមនុស្សនេះឯងពីព្រោះមនុស្សមានអាល័យធម៌សញ្ញាខួរក្បាលនេះប្រកែណាស់ត្រាស់ដឹងនៅកន្លែងនឹងឯងអ្នកយកឱកាសដែលកើតមកជាមនុស្សអ្នកចហោចោលទៅទេដល់ពេលអ្នកស្លាប់ជួនកាលទៅដេរឆាន100 200ជាតិមន់ទៅមកជាមនុស្សវិញកូនឲ្យកូនតលភ័ណ្ឌចមនុស្សសតាំងកើតជាមនុស្សកំរណាស់អ្នកត្រូវសិក្សាឲ្យយល់នៅក្នុងពេលដែលអ្នកកើតជាមនុស្សមិនមែនធ្វើទាំងងឹតល្ងល់អត់បានបុណ្យវាអត់បានបុណ្យពីព្រោះជាធម្មជាតិអ្នកត្រូវសិក្សាស្វែងយល់ពីព្រោះដំណើររួចទុកគឺដំណើរបង្កើនបញ្ញាដល់កំពូលសិក្សាយូរទៅកាន់តែល្ងឹតដឹងតែពីយកបាយទៅវត្តអស់បាយអស់កម្លាំងអស់ពេលវេលាខ្ញុំប្រើពាក្យអាក្រក់បើស្នាជារួចខ្លួនគ្រាន់បើណាបើអត់រួចខ្លួនបាបទៅទៀតពួកវាប៉ោងអញវាប្រឡាក់មកអញនោះប្រឡាក់អាចង់នោះប្រឡាក់តណ្ហានោះត្រង់ចំណុចហ្នឹងលោកយាយលោកតាត្រូវគិតឲ្យមែនតើខ្ញុំរាល់ថ្ងៃខ្ញុំបណ្ឌិតប្រជាពលរដ្ឋខ្លួនឯងដើមវិញអញ្ចឹងបានប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គថា5000ព្រះភាសាទេត្រូវរលាយគេសួរថារលាយពីណាយេស៊ូចូលមកថាអត់ទេមកពីណាឧបាសកឧបាសិកាភិក្ខុហើយនឹងភិក្ខុណីបំផ្លាញពធត្រង់ចំណុចហ្នឹងលោកយាយលោកតាគិតមើលលោកថាអវិជ្ជានាំមុខដូចស្វាដែលខ្ញុំធ្លាប់និយាយអញ្ចឹង
ស្វាពេលណាគ្នាវាត្រូវលបួសអីបន្តិចហ្នឹងណាចាំមើលគ្នាវាមកជុំសួរសុកទុកអាមួយមកដល់កេះមើលកេះសួរសុកទុកកេះអាមួយមកកេះអាពីរមកកេះទាត់តែធ្លាយពវៀនងាប់បាត់អញ្ចឹងអវិជ្ជានាំមុខខ្លាក្មុំឲ្យទៅយាមម្ចាស់កាន់ដំណមួយចាំមើលតែឃើញរុយទុំដាក់ក្បាលម៉ាំងដៃក្បាលម្ចាស់ទៀតអ្នកស្រឡាញ់ពធព្រោះតែស្រឡាញ់ពេកប្រតិបត្តិទាំងល្ងិតល្ងល់អាលាយពធទៅបាត់អត់ដឹងអីទាំងអស់វិញពពុទ្ធប្រាប់លោកគ្រូនៃយើងព្រះអង្គងើបឡើងទៅយកកបិតហ្នឹងកាត់អាសំណាញ់ពីងពីងនៅខាងលើហ្នឹងឲ្យអស់ត្មងណាប្រពៃនេះទំនៀមទម្លាប់ទាំងឡាយមិនមែនរឿងពធទេឆ្ងល់កាត់មកពីរឿងឆ្ងល់ហ្នឹងហ្មងអមិនបានធ្វើអញ្ចឹងទៅកាត់ទៅឋានសួគ៌អមិនបានធ្វើអញ្ចឹងទៅកាត់ទៅនេះកាត់ទៅនោះតែយើងជឿកន្លែងណារយល់មិនឃើញមានន័យថាយើងអវិជ្ជានៅកន្លែងហ្នឹងហើយយើងជឿថាធ្វើបន់បច្ច័យ4បានបន់ទៅម៉ែមិនបានដឹងអវិជ្ជានៅកន្លែងហ្នឹងល្ងិតពីឥឡូវល្ងិតទៅមុខធ្វើស្អីក៏ដោយឲ្យសម្គាល់ឃើញថាម៉េចឲ្យសម្គាល់ឃើញថាភ្លឺពីឥឡូវចិត្តរបស់យើងក៏ជ្រះស្រឡះអ្នកដែលយើងធ្វើហ្នឹងក៏វាបានភោគផលអញ្ចឹងទៅហើយបើល្ងិតពីឥឡូវទៅហើយល្ងិតទៅមុខរយល់មិនឃើញមិនយល់កន្លែងណាគឺអវិជ្ជានៅកន្លែងហ្នឹងព្រះអង្គគ្មានរឿងមិនយល់ទេគ្មានរឿងជឿទេព្រោះរឿងជឿសុទ្ធតែរឿងផ្កាប់ចេះនៅក្នុងនេះមានអីខ្ញុំថាមានពេជ្រមួយលោកយាយជឿហេអញជឿទេតំដាក់ដៃមិញមិនដែលអាណាមានទេថាហេលោកវាសនាកូនគេអ្នកមានប៉ុណ្ណឹងដែរគាត់មិនដែលនិយាយភូតទេមានសិតតែអត់ដឹងទាំងពីរអាជឿមិនជឿដល់ពេលប្រពន្ធលោកថាម៉េចទេតថាគតបង្រៀនឲ្យផ្ងាបាត់ដៃឡើងដល់ពេលផ្ងាបាត់ដៃលែងឆ្លោះគ្នាឈប់ឆ្លោះគ្នារាល់ថ្ងៃមនុស្សឆ្លោះគ្នាព្រោះរឿងមិនដឹងអានេះថាងាត់ទៅកើតនរកអាមួយទៀតថាមិនកើតនរកអាមួយថាមកពីកាពីថាមួយទៀតថាហេអញមិនជឿវាមិនដែលកើតនរកសិតតែមិនដឹងបានឆ្លោះគ្នាប្រពន្ធបង្រៀនយើងឲ្យដឹងរៀនឲ្យដឹងណាអញ្ចឹងបានដល់ពេលយើងរៀនយូរទៅយើងវិបស្សនាយើងដឹងទាំងអស់ផ្ងាបាត់ដៃដល់ពេលផ្ងាបាត់ដៃលែងឆ្លោះកើតសទ្ធាជ្រះថ្លាក្នុងរឿងហ្នឹងបទធម៌គឺជាមេរៀននៃកិច្ចបប្រតិបត្តិជីវិតដើម្បីបានសេចក្តីស្ងប់ដើម្បីឲ្យបានសេចក្តីស្ងប់បានវាទាល់តែយល់អស់សេចក្តីឲ្យលីងលាត់តែហ្មងណាអត់មានរឿងជឿឬមិនជឿតែរឿងជឿនិងមិនជឿរឿងឆ្លោះគ្នាហើយអារឿងជឿមិនជឿរឿងសាសនាហើយធ្វើបុណ្យនឹងប្រសង់បានបុណ្យច្រើនខ្លួនឯងមិនយល់ទៅសួរប្រសង់សួរតែប្រសង់មិនបានដឹងលោកមិនបានដឹងអាងកពីពុទ្ធរៀបប្រែនិព្វានលោកប្រាប់រួចហើយកុំអាងកពីកុំអាងថានឹងជាគ្រូរបស់ខ្លួនឯងកុំជឿព្រោះតែគេជាគ្រូរបស់ខ្លួនឯងកុំជឿព្រោះថានឹងគេអានមកពីគម្ពីរកុំជឿថានឹងជាពាក្យរបស់តថាគតប្រាប់រួចហើយណាសំបីតថាគតនៅរស់តថាគតមិនឲ្យជឿដែរព្រោះជឿវាអត់មានប្រយោជន៍គេសួរពុទ្ធតាធម៌នេះពិតធម៌នោះពិតធម៌មួយណាពិតតថាគតក៏ថាធម៌ពិតគេនោះតថាធម៌ពិតតើឲ្យខ្ញុំកណាជឿមួយណាទៅពុទ្ធលោកប្រាប់ថាម៉េចទេវាអត់សំខាន់រឿងជឿមិនជឿទេសំខាន់អ្នកស្ដាប់ពិចារណាទៅយល់អត់បើអ្នកយល់យកទៅបើអ្នកយល់ឃើញថាវាខុសក៏មិនយល់ពីព្រោះពធរបស់តថាគតមានហេតុមានផលហេតុនិងផលស៊ីចង្វាក់គ្នាឧទាហរណ៍ថាបើតថាគតហូបបាយពី3ចានតថាគតត្រូវប៉ោងពេញពោះអូហេតុផលត្រូវអូតថាគតហូបបាយពី3ចានទៅប៉ោងឲ្យពោះឆ្កែមិនបានហេតុផលអត់សមរម្យអញ្ចឹងធ្វើបុណ្យនឹងម្ដាយបានបុណ្យច្រើនហេតុអីនោះអូហេតុរកផលមិនឃើញអត់សមហេតុអត់សមផលវាអត់ប៉ុន្តែសួរតែហេតុអ្វីបានជាយើងធ្វើបុណ្យនឹងម្ដាយពីព្រោះផ្ទះគេក៏គេមើលម្ដាយគេដែរចែកគ្នាមើលទៅណាបើយើងឡើងតែមើលម៉ែគេបានពីណាមើលម៉ែយើងអញ្ចឹងម្នាក់ត្រូវមើលម៉ែរៀនខ្លួនប៉ុន្តែបើម៉ែហូបឆ្អែតហើយហួយម៉ែភាសាទៀតទៅហួយម៉ែភាសាទៀតទៅថៃបានភាសាខ្ញុំឮគេថាធ្វើបុណ្យម៉ែបានបុណ្យច្រើនអាអ្នកជុំវិញក្រទាំងអស់ឲ្យបាយស៊ីទេពួកអីពួកឡើងរវល់ម៉ែចិត្តអាក្រក់ហ្នឹងហើយចិត្តអាក្រក់មិនចិត្តបុណ្យទេណាលោកយាយលោកតាសម្គាល់តែចិត្តល្អគឺចិត្តបុណ្យខ្លួនជាមនុស្សចិត្តជាទេវតាទៅចិត្តតែនៅទីខ្ពស់ឥឡូវខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងបើលោកយាយលោកតាឆ្ងល់ត្រង់ណាសួរមកទៀតពីព្រោះធម៌ទេសនាដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺការប្រាប់បង្ហាត់បង្ហាញបង្រៀនអមជាមួយការបញ្យលហើយបើយើងនិយាយពីរឿងសាសនាវិញបដៅណែនាំអប់រំអូសទាញអមជាមួយការបំភ័យបន្លាចបន្លំបំផិតបំភ័យគំរាមក្នុងរឿងកន្លែងសាសនាដល់ពេលរឿងពធអត់មែនចង់ទេអត់មានគំរាមទេចំណាំតែមើលប្រសងណាទេសនាអញ្ចេះលោកតាលោកយាយដឹងចូលក្នុងលក្ខណៈសាសនាយើងមិនត្រូវធ្វើអញ្ចេះទេយើងមិនត្រូវធ្វើអញ្ចោះទេអានឹងអប់រំហើយអានឹងសាសនាចូលរឿងសាសនាព្រោះសាសនារឿងតែបដៅហ្នឹងណាប្រពុតទៅលោកបដៅយើងឲ្យចេះស្រឡាញ់ម៉ែឪនឹងត្រូវមានព្រំវិហារធម៌ចំពោះកូនប៉ុណ្ណេះឥឡូវកូននឹងក៏ត្រូវមានព្រំវិហារធម៌ប៉ុណ្ណេះរកស៊ីបានណាត្រូវទុកពីនៅផ្ទះ3ចេះធ្វើប៉ុនចេះអានឹងសកត់ក្បាលគេបដៅហ្នឹងណាហែងត្រូវធ្វើអញ្ចេះហែងត្រូវធ្វើអញ្ចេះហែងត្រូវធ្វើអញ្ចេះអានឹងព្រៀនបដៅអានឹងសាសនាហ្នឹងពុទ្ធលោកអត់ដែរអញ្ចឹងទេលោកប្រាប់លោកបង្ហាត់លោកបង្ហាញលោកបញ្យលណែកូនណាកូនណែអានេះទឹកណាកូនណាទឹកនេះណាបើកូនឯងដាំណាវាអត់ឈឺពោះទេបើកូនឯងយកទៅដាំបាយលាយបួយបាយបានបើកូនឯងយកមកងូតទឹកអាហ្នឹងវាច្រាស់ខ្លួនយើងវាស្អាតខ្លួនយើងទឹកហ្នឹងប៉ុន្តែបើកូនយកទៅដាំក៏ក្តៅដែរបើកូនទុកវាត្រជាក់ណែកូនណាអានេះភ្លើងណាកូនណា
ភ្លើងបើកូនលូកដៃវាលាកណាកូនណាកូនឯងកុំអាលូកវាបើកូនឯងចង់ដឹងវាលាកមកលាកកូនឯងយកប៊ិចឬក៏យកស្អីទៅចលោវាអានឹងបើដាក់ក្បែរផ្ទះឆេះណាកូនប៉ិនបើដុតដាំបាយបានស៊ីណាកូននេះអានោះចង់កបាត់ណាកូនណាបើដាក់ជួរឡើងលើចេះមុតហើយបើកូនឯងដាក់ចុះក្រោមចេះបានប៉ិនបើយកទៅហាន់បន្លែបានយកទៅធ្វើនេះធ្វើនោះកាប់អស់បានកូនឯងយកទៅចាក់ពោះគេមុតណាកូនណារួចទុកទៅនឹងហើយធ្វើអីធ្វើទៅហើយធ្វើអីទៅមនុស្សភ្ជាប់នឹងប្រយោជន៍វាមិនដែលទៅជន់ភ្លើងទេប្រពុតលោកបង្ហាត់បង្ហាញប្រាប់បង្រៀនអមនៃការបញ្យលដល់ពេលសាសនាពៀនបដៅអប់រំពួកអីកលេសយើងចង់ហ៎កូនយើងមិនអប់រំហែងត្រូវធ្វើចេះហែងទៅចេះពួកកលេសចិត្តយើងចង់មិនស្គាល់ព្រោះសាសនាទៅសេដោយពួកបឋមជនអញ្ចឹងពួកលោកីយៈចិត្តអញ្ចឹងចិត្តនៅតណ្ហាដល់ពេលប្រពុតព្រះបរមគ្រូចិត្តលោកសមុជឆេតហើយចិត្តលោកទៅនិព្វានលោកមានចង់ឯណាអញ្ចឹងលោកប្រាប់លោកបង្ហាត់បង្ហាញបង្រៀនអមនៃការបញ្យលមនុស្សភ្ជាប់នឹងប្រយោជន៍លោកប្រាប់ពីប្រយោជន៍លោកប្រាប់ពីអត់ប្រយោជន៍លោកប្រាប់ពីទោសលោកប្រាប់ពីគុណរួចទុកឲ្យមនុស្សធ្វើត្រង់នោះដែលគេថាប្រពុតមិនដែលអូសទាញណាទេលោកគ្រាន់តែប្រងៀនហើយដល់ពេលយើងវិញត្រូវតែចេះលោកបដៅចេះប្រពុតលោកបដៅយើងលោកអប់រំយើងប្រពុតលោកមិនដែលបដៅអប់រំពីណាទេលោកប្រាប់លោកបង្ហាត់បង្ហាញលោកប្រាប់ពីប្រយោជន៍លោកប្រាប់របៀបអត់ប្រយោជន៍បើអ្នកចង់បានស្អីតថាគាត់ប្រាប់ខ្ញុំចង់បានអីខ្ញុំចង់បានសេចក្តីសុខក្នុងគ្រួសារបើចង់បានសេចក្តីសុខក្នុងគ្រួសារណែម្ដាយត្រូវមានព្រមវិហារធម៌ប៉ុណ្ណេះមួយកូនណាអាកូនមានព្រមវិហារធម៌មានចេះមួយម្ដាយវិញណាណែប្តីត្រូវមានភារកិច្ចចេះប្រពន្ធត្រូវមានភារកិច្ចចេះណែឯងចង់បានសុខត្រូវធ្វើអញ្ចឹងតែថាគាត់គ្រាន់តែប្រាប់តាមិនអាចត្រូវតែធ្វើអញ្ចេះសំបីតែសម្លាប់ណាណែបានណាហាមសម្លាប់ហាមអីអ្នកឯងចង់អីកូនខ្ញុំអត់ចង់កើតនៅក្នុងទីទាបទេខ្ញុំចង់កើតនៅក្នុងទីពោះសុគតិភពចង់តថាគាត់ប្រាប់ណាកុំបៀតបៀនជីវិតសាស្ត្រកុំចេះណាប៉ុន្តែអ្នកបៀតបៀនក៏បៀតបៀនដែរអត់មានប្រាប់ថាណែមិនត្រូវធ្វើអញ្ចឹងទេមិនត្រូវប្រពុតលោកមិនដែលធ្វើអញ្ចឹងទេអានឹងលក្ខណៈរបស់សាសនាប្រពុតលោកបង្រៀនប្រាប់បង្ហាត់បង្ហាញអមជាមួយការបញ្យលត្រង់កន្លែងហ្នឹងលោកតាលោកយាយយកទៅស្ដាប់ផ្ទៀងផ្ទាត់ជាមួយនឹងលោកទេសនាហើយផ្ទៀងមួយខ្ញុំផងគេលោកខ្ញុំហ្នឹងវាមនុស្សខូចឬក៏ខ្ញុំនិយាយខុសកុំចេះតែជឿទាល់តែការយល់ហ្មងសូមអរគុណបាទឥឡូវលោកវាសនាគាត់បានមានប្រសាសន៍ជាង1ម៉ោងហើយផ្ដល់នីតិនេះជូនដល់លោកយាយនិងបងប្អូននៅទីនេះដែលបានស្ដាប់គាត់ជាច្រើនក្រែងលោកមានការខ្វះខាតមិនច្បាស់ត្រង់ណាឥឡូវសូមអញ្ជើញណាអាចមានជាសំណួរហើយក្នុងហ្នឹងក៏ខ្ញុំសូមជម្រាបដែរថាវិធីដែលយើងជួបគ្នាក្នុងថ្ងៃនេះគឺអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍយកទៅចាក់ផ្សាយនៅតាមរលកធាតុអាកាសវិទ្យុ FM 90 MHz នៅភ្នំពេញពីម៉ោង7នៅម៉ោង8យប់ហើយនឹងវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅម៉ោង7ទៅម៉ោង8យប់ដែរហើយនឹងវិទ្យុមួយទៀតគឺវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅម៉ោង3នៅម៉ោង4បាទអញ្ចឹងបើលោកយាយលោកតាបងប្អូនណាមានសំណួរសូមអញ្ជើញមកបាទសូមអញ្ជើញលោកយាយបាទលោកយាយអាចជម្រាបឈ្មោះលោកយាយទីផងបាទឈ្មោះយាយតំហើយខ្ញុំមានមតិអញ្ចឹងដោយថាឥឡូវសួរសំណួរខាងពុទ្ធសាសនាតែណែលោកគ្រូមានប្រសាសន៍ថាធ្វើបុណ្យជាមួយមេដាបៃតាហើយគ្មានកិនអ្នកដតីតែមេដាបៃតាបើសិនជាយើងរៀបចំមកថាអីចឹងទៅហើយយកទៅជូនគាត់ហើយយើងបន្ទាប់ពីគាត់មកទៅយើងដួសទៅចហានលោកទៅហើយបន្ទាប់ទៀតទៅដួសជូនយាយតាក្បែរហ្នឹងទៅតើមានន័យថាម៉េចទៅលោកគ្រូមានន័យថាលោកយាយធ្វើប្រកបជាមួយនឹងបញ្ញាហ្នឹងបច្ចុប្បន្នលោកយាយឃើញថាត្រូវហើយពីព្រោះម្ដាយរបស់យើងអត់មានពីណាមើលអ្នកដតីគេមើលម៉ែគេយើងមើលម៉ែយើងសំរុំហើយដែលលោកយាយគាត់គង់ឪពុកម្ដាយរួចហើយគាត់គង់ចង្ហាន់ប្រគិនប្រសងរួចសល់ទៅអ្នកពុទ្ធបរិស័ទជុំវិញអីចឹងប៉ិនកុំឲ្យលោកយាយសម្គាល់ថាអីធ្វើបុណ្យនឹងម្ដាយបានបុណ្យច្រើនអញ្ចឹងអញពឺទៅជាមួយម៉ែអញណាក៏អញមកឲ្យដែរមិនអញ្ចឹងទេបើសិនណាជាម៉ែយើងហូបគ្រប់ហើយហ្នឹងបើម៉ែយើងហូបគ្រប់ហើយយើងទៅឲ្យគេអ្នកផ្សេងទៅប៉ុណ្ណឹងអាហ្នឹងយើងមើលឃើញយើងសម្គាល់តែចិត្តរបស់ខ្លួនយើងតែពេលណាចិត្តរបស់យើងល្អចិត្តរបស់យើងសប្បុរសចេះអាណិតអាសូរអ្នកជុំវិញគឺថាត្រូវដឹងថាត្រូវហ្នឹងគេហៅចិត្តល្អតែចិត្តល្អគឺចិត្តសត្វក្នុងថ្នាក់ខ្ពស់ទៅធ្វើបុណ្យទៅរក្សាសិលទៅស្អីក៏ដោយគឺដើម្បីឲ្យចិត្តល្អហ្នឹងចិត្តប្រះចាកការបៀតបៀនអីទាំងអស់ទៅហ្មងអាហ្នឹងគឺត្រូវទៅហ្មងលោកយាយមិនបាច់សួរខ្ញុំទេគឺលោកយាយយកទៅពិចារណាខ្លួនឯងឃើញមានបញ្ញាខ្លួនឯងក្នុងពេលបច្ចុប្បន្នឃើញតែត្រូវអញមើលទៅឃើញមានប្រយោជន៍ចិត្តអញក៏មិនអាក្រក់អញសម្គាល់ចិត្តអញបានព្រោះពុទ្ធលោកប្រាប់ថាមโนពពាំងកមាធម្មាការគិតក៏ដោយការធ្វើក៏ដោយសកម្មភាពនិយាយក៏ដោយមានមโนដល់មុនគឺប៉ងល្អបុណ្យចេតនាល្អគឺចេតនាល្អមโนសុចរិតចេតនាអាក្រក់មโนទុច្ចរិតតែមโนទុច្ចរិតសង្ខារធម៌ជាសង្ខារធម៌ទុច្ចរិតធ្លាក់ចូលទៅក្នុងផ្ទៃរបស់ចិត្តថត់ក្នុងបវាំងពេលស្លាប់ទៅបវាំងនាំទៅចុតិនៅទីទាបកាលណាយើងមានសប្បុរសធម៌
មានធម៌មេត្តាករណាអាណិតអាសូរគេអាធម្មជាតិធម៌ដូចខ្ញុំនិយាយថាលៀបមុខពណ៌សវាទៅទីខ្ពស់តាមធម្មតាទៅសុគតិភពវាអញ្ចឹងតែត្រង់នឹងហើយដែលពុទ្ធលោកថាធម៌របស់តថាគតវាជ្រាលជ្រៅមិនដឹងជាសត្វលោកចាប់បានឯអត់បើដូចក្នុងសាសនាគេដទៃវាងាយគ្រាន់តែឃើញយួរកតោទៅវត្តហ្នឹងគឺថាបនដល់ពេលពធដែលជាមេរៀនរបស់តថាគតគឺរឿងយល់អញ្ចឹងមនុស្សត្រូវតែមានបញ្ញាក្នុងការធ្វើតែអត់មានបញ្ញាគឺចូលដល់រឿងវែងអាម៉េចលោកយាយចង់មានប្រសាសន៍អីទៀតឥឡូវហើយនៅចំនួនមួយទៀតដូចថាឥឡូវកូនបងប្អូនចិត្តឆ្ងាយដូចថាមានបច្ច័យមានអីយកមកជូនអញ្ចឹងណាហើយដល់យកមកជូនទៅខ្ញុំមកឃើញថាបច្ច័យកូនចៅបងប្អូនយកមកជូនអញ្ចឹងហើយបច្ច័យនឹងរំលែកទៅប្រគេនប្រសង់មកចំណែកទៅហើយនៅខ្សែសល់ប្រមាណជូនយាយតាពុទ្ធបរិស័ទដែលនៅលើវត្តនឹងអ្នកក្រខ្សត់យើងជូនទៅបី500 5000អីចឹងទៅតើមានន័យយ៉ាងណាបានទៅដល់កូនចៅដែលជូនមកទេអារឿងបានទៅដល់កូនចៅមិនបានទៅដល់កូនចៅខ្លួនឯងគេអ្នកធ្វើគេធ្វើមកកាន់យើងគេបានរួចហើយគ្មានអ្វីដែលយើងទៅធ្វើនឹងបានដល់កូនចៅយើងអត់មានបានទេពីព្រោះមនុស្សម្នាក់ថតមនុស្សកូនយកមកឲ្យយើងកូនបានបន់ត្រឹមតែឲ្យយើងនឹងរួចហើយពេលណាយើងចែកទានទៀតអាមโนទ្វារបស់យើងជាមโนចក្រទៅទៀតបានទៅទៀតប៉ិនពុទ្ធលោកឲ្យយើងប្រកបជាមួយនឹងបញ្ញាឥឡូវបើស្នាឧបមាថាលោកយាយលោកតាលោកយាយក៏ថាលោកយាយបានលុយពីកូនពីចៅមកលោកយាយយកទៅប្រគេនប្រសង់មួយចំនួនទៅយកទៅធ្វើទានជាមួយអ្នកខ្វះខាតមួយចំនួនទៅបានបន់សួរថាបន់បានណាបានពីព្រោះយើងចាក់គេចេញទៅណាព្រោះយើងចង់ឲ្យគេបានសេចក្តីសុខបន់គឺជាចេតនាល្អចង់ឲ្យអ្នកដទៃបានសេចក្តីសុខពីទង្វើរបស់យើងក៏ប៉ុន្តែលោកយាយត្រូវផ្ទៀងផ្ទាត់ជាមួយនឹងសកម្មភាពរបស់យើងដើម្បីផ្ទៀងរកអានិសង្សឧបមាថាបើយើងចែកលុយទៅដល់គ្នាអញ្ចឹង1000 2000 2000អញ្ចឹងលុយហ្នឹងណាលោកយាយធ្វើបន់បានបន់ណាថាបានរួចហើយទៅចិត្តឥឡូវរឿងអានិសង្សពុទ្ធលោកមិនអោយតម្លៃទៅលើអមិសទានទេចូលពីមាត់ចេញតាមកកូតនោះទានអាយុខ្លីបើយើងឲ្យមនុស្សនឹងហូបបន្តិចអស់ហ่ะរួចរត់ទៀតបន្តិចអស់រត់ទៀតបើអញ្ចឹងលោកយាយគិតថាតើអញគួរជួយខាងផ្នែកអីដើម្បីឲ្យទានរបស់អញហ្នឹងអាបុណ្យក៏បានព្រោះបុណ្យបានតែចិត្តយើងកាន់តែស្អាតទៅលាងដៃយូរទៅដៃកាន់តែស្អាតទៅប៉ុន្តែបញ្ញាយើងត្រួតពិនិត្យមើលបើអញចូលទៅខាងសាលារៀនខាងអីអប់រំកូនចៅអ្នកអស់ហ្នឹងអាចបានល្អទៅទៀតពីព្រោះប្រពុតដែលទៅវត្តហ្នឹងទៅស្ដាប់ពធទេសនាដើម្បីយកមកប្រតិបត្តិជីវិតនៅក្នុងរបស់យើងណាមិនមែនថាតើតែធ្វើជាមួយយកយាយចាស់បានបន់ទៅធ្វើជាមួយប្រសង់បានបន់មិនមែនអញ្ចឹងទេឲ្យតែកន្លែងណាដែលយើងមើលឃើញថាសមគួរបើស្នាជាយើងយកទៅចែក500 ដូចលោកយាយរុញគាត់ឲ្យចុះនរកជួនខ្លះពីព្រោះអីពីព្រោះថាគ្នានឹងអត់គិតអីគិតតែពីស៊ីអានឹងរួចអស់ស៊ីអានឹងអស់ដល់ពេលលោកយាយមានបញ្ញាលោកយាយថាបើអញប្រមូលគ្នាកសាងសាលារៀនមកខ្នងឲ្យវាកូនវាបានរៀនគ្រប់គ្នាណាដល់ពេលអញ្ចឹងទៅវាកើតទៅជាបញ្ញាកើតទៅជាអីអាបុណ្យក៏បានអានិសង្សក៏បានធ្វើបុណ្យប្រកបជាមួយនឹងបញ្ញាអត់បញ្ញាបុណ្យបានមែនប៉ុន្តែអានិសង្សអត់កើតមានជួនកាលទៅជាអតិនវៈទៅជាទោសលោកយាយឲ្យបុណ្យឲ្យទានទៅគេច្រើនហីយាយនឹងសល់លុយសំលុយប្លន់យាយនឹងបុណ្យបានទេបុណ្យបានចិត្តសៀងស្អាតប៉ុន្តែសួរថាអានិសង្សអត់បានទេបានតែជាអតិនវៈអញ្ចឹងត្រូវធ្វើបុណ្យប្រកបជាមួយនឹងបញ្ញាមិនថាំងធ្វើបុណ្យជាមួយព្រះសង្ឃដឹងតែពីបានបុណ្យច្រើនជាងធ្វើបុណ្យជាមួយលោកយាយលោកតាធ្វើបុណ្យជាមួយលោកយាយលោកតាបានបុណ្យតិចជាងធ្វើជាមួយអ្នកមានគុណមិនមែនអញ្ចឹងទេវាស៊ីសងលើចេតនារបស់យើងចាក់គៈឧបមាថាកម្មវិធីរបស់យើងផ្សាយអញ្ចឹងលោកយាយចូលមកដោយមានបំណងនឹកឃើញអូកម្មវិធីនឹងល្អបើស្នាជាអ្នកទាំងអស់គ្នាគេចេះអីចឹងទៅល្អចូលតែអញ្ចឹងក៏បានឲ្យតែបំណងចាក់គៈដឹងតែបានបុណ្យប៉ុន្តែលោកយាយតម្រង់ទានរបស់លោកយាយទៅខាងក្រៅនេះតម្រង់ទៅយ៉ាងម៉េចដើម្បីរកប្រយោជន៍ក្នុងរឿងហ្នឹងអាចធ្វើជាខ្នល់ក៏បានអាចធ្វើជាសាលារៀនកន្លែងណាក៏ដោយឲ្យតែលោកយាយសម្គាល់បានថាវាមានប្រយោជន៍សម្រាប់សង្គមច្រើនជាងប៉ុន្តែឲ្យតែយើងមានបំណងចាក់គៈដឹងតែពីបានបនមកព្រោះមានន័យថាចាក់គៈមានន័យថាអស់កកិច្ចទៅអស់កកិច្ចទៅមានន័យដៃយើងអស់អាកកិច្ចទៅដៃយើងស្អាតកាន់តែខ្លាំងដែរស្អាតកាន់តែខ្លាំងហ្នឹងគេហៅចិត្តបនតែហ្នឹងលោកយាយលោកតាត្រូវយកទៅផ្ទៀងមើលមិនមែនថាតើតែធ្វើបន់ក្នុងវត្តធ្វើពហិធ្វើអីបានបន់ច្រើនជាងមិនមែនទេអាធ្វើនឹងដើម្បីអញអាធ្វើដើម្បីអញអត់មានបានបន់ទេវាចូលលោភៈដើម្បីអញនោះទៀនគឺត្រូវចាក់គៈត្រូវមានបំណងឲ្យទៀន perfect ហ្មងទៀនសុក្រិតហ្មងគឺឲ្យអត់មានចង់បានអីឲ្យចិត្តហ្នឹងគឺចិត្តឲ្យចិត្តដាច់គឺឲ្យហ្មងនៅមិនសុខហ្មងណាអាណិតគេហ្មងអាណិតហ្មងលោកជ័យសម្គាល់តែចិត្តខ្លួនឯងអូយអញឥឡូវកាន់អាណិតគេច្រើនឡើងនងចូលដល់រឿងត្រូវទោះបីលោកយាយគ្មានអីឲ្យក៏បានបន់ដែរសម្គាល់ខ្លួនអញទៅបានបន់ប៉ុន្តែមិនលួចទេណាដល់ពេលមានស្រាប់អញមិនឲ្យអញលួចធ្វើអញ្ចឹងលួចទៅក្នុងខ្លួនរបស់អ្នកមនោពពាំងក៏មានថាមានលួចធ្វើអាក្រក់បានអាក្រក់ទៅខ្លួនហ្នឹងទៅ
សំណួរបន្តិចទៀតអញ្ចេះទីហោថាដែលជូនចាស់នោះជូនហើយប៉ុន្តែដូចជាខ្នល់សាលាបរៀនពហិតោ3 10000ក្តី5000ក្តី2000 1000ហើយក៏ខ្ញុំបានកសាងដែរដល់ពេលខ្ញុំបានកសាងហើយដល់ងាកទៅដូចថាយាយកំសត់កំរដែលខ្ញុំចូលដែលខ្ញុំមានប្រសាសន៍មិញអញ្ចឹងហើយបានបន្តទៅទៀតអញ្ចឹងកសាងតាខ្ញុំមានស្អីលោកយាយគិតមើលទៅអ្នកណាគួរមុនឧបមាថាកសាងខ្នល់ហើយចុះបើលោកយាយខាងនោះដាច់បាយស្អែកស្លាប់ហើយហ្នឹងឡើងតែទៅកសាងខ្នល់មិនបានបញ្ញារបស់យើងមើលត្រូវតែឲ្យតែគាត់មុនប៉ុន្តែមិនឲ្យជាអលច្ជីរហូតដល់គាត់ខ្ជិលរកអីណាអានឹងឲ្យទៅជាទោសប៉ុនបនបានទេបានប៉ុន្តែមិនប្រកបជាមួយនឹងបញ្ញាវាឲ្យទោសស្អាតទៅលើបញ្ញារបស់យើងប៉ុន្តែឲ្យដឹងថាតែពេលណាយើងមានបំណងចាក់គៀកទៅហើយទោះបីជាធ្វើស្អីក៏បានបនដែរបងអញ្ចឹងសិតតបានសិតតបានទាំងអស់គ្រាន់តែឃើញគេមានផ្ទះធំឃើញគេអ្នកមានឃើញគេអីឃើញគេសបោសបាយយើងមានចិត្តអនុមោទនាហ្នឹងអានឹងមុទិតាធម៌ធម្មជាតិធម៌ធំមាន4មេត្តាករុណាមុទិតាឧបេក្ខាមុទិតាហ្នឹងក៏កម្រដែរណាមិនងាយទេណាមនុស្សវាច្រើនតែចំណែនគេចំណែនដល់ពេលមនុស្សដែលមានចិត្តអត់ចំណែនឃើញគេសបាយយើងសបាយដែរធម្មជាតិល្អមិនមែនធ្វើសបាយទេណាចិត្តរបស់យើងវាដូចស្រស់ថ្លាហ្មងយើងអត់សូវចម្ពាក់វៈវិនអីនឹងផែនដីហ្នឹងយើងមើលឃើញគេសបាយយើងសបាយតាមគេចឹងអាហ្នឹងឲ្យចិត្តមុទិតាធម៌ចិត្តល្អហ្នឹងហើយមួយទៀតលោកគ្រូដោយថាអញ្ចេះដែលថាឥឡូវធ្វើបង្អែមឬមានម្ហូបអីឆ្ងាញ់អញ្ចឹងណាឆ្អិនហើយចានឹកឃើញយាយនេះយាយនោះហើយដួសទៅយាយនោះមួយចានទៅយាយនេះមួយចានទៅទៅជូនគាត់ហើយគ្រួសារទៅក៏ហូបទៅនឹងឲ្យចិត្តបននឹងឲ្យចិត្តបនលោកយាយលោកតាសម្គាល់តែខ្លួនឯងមើលតែចិត្តអញអាណិតគេមែនអត់អាចិត្តអាណិតនឹងហើយចិត្តបននោះហើយលោកយាយកំភៃតែប៉ុណ្្នឹងឲ្យលោកយាយសម្គាល់ទៅចិត្តរបស់អញមិនមែនជាចិត្តសត្វទេមិនមែនជាចិត្តសត្វទេចិត្តសត្វសាហាវខ្លួនជាមនុស្សចិត្តជាដេរឆានសាហាវប៉ុន្តែលោកយាយត្រូវប្រកបជាមួយនឹងបញ្ញាណាបើមិនបញ្ញាឲ្យទោសតែថាតែលោកយាយច្រឡំថាអញធ្វើបន់មិនបានបន់មិនមែនទេបន់ដឹងតែពីបានហ្មងព្រោះចេតនាល្អហើយប៉ុន្តែអានិសង្សវាអត់បានទោសព្រោះយើងមិនធ្វើជាមួយនឹងបញ្ញាចាបញ្ញាចេះដែរលោកគ្រូដូចថាឥឡូវមានរបស់នៅផ្ទះមែនក៏ប៉ុន្តែអ្នកផ្ទះមិនឲ្យអត់ទេតែខ្ញុំធ្វើអ្នកដតីដូចថាម្ដាយមីម្ដាយមាយាយតាក្បែរខាងអញ្ចឹងប៉ុន្តែកូនចៅគុំអត់ដែរប្តីគុំនៅបានគ្រប់គ្រាន់សល់ទៀតណានោះត្រូវហើយយើងដឹងហើយប៉ុន្តែលោកយាយលោកតាត្រូវសម្គាល់ពីរឿងទៀននឹងឲ្យច្បាស់លាស់លោកយាយលោកតាអាសាធ្វើទៀនណាដែលមានអាយុវែងទៀនណាដែលផ្ដល់បញ្ញាព្រោះព្រះពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គផ្ដោតទៅលើធម៌ទៀនខ្លាំងណាស់ពីព្រោះធម៌ទៀននឹងធ្វើឲ្យមនុស្សនឹងគាត់ចេះរកដោយខ្លួនឯងមួយថ្ងៃក្រោយយើងមិនបាច់ឲ្យគាត់ក៏គាត់ចេះរកដែរព្រោះពួកផ្ដល់ជាបញ្ញាឲ្យគាត់ណាលោកយាយលោកតាត្រូវសម្គាល់ថារឿងឲ្យគាត់ហូបចុកហ្នឹងជារឿងសំខាន់ហើយពីព្រោះចិត្តរបស់យើងចាក់គៈប៉ុន្តែត្រូវធ្វើម៉េចសម្រុកទៅរកការជួយក្នុងការផ្ដល់បញ្ញាចាធម៌ទៀនគឺទៀនទាំងឡាយដែលនាំទៅប្រើបញ្ញាបោះពុំសភៅបង្កើតជាសាលារៀនបង្កើតជាកម្មវិធីផ្សាយចូលក្នុងកម្មវិធីអញ្ចឹងចិត្តរបស់យើងត្រជាក់ហ្មងណាចាចិត្តរបស់យើងទលាយអញ្ចឹងទៅយើងជិះឡានជិះម៉ូតូយើងដើរអញ្ចឹងទៅយើងឃើញថាអូអញបានធ្វើបុណ្យច្រើនឃើញអូចិត្តរបស់អញទលាយមេត្តាករុណាមានចិត្តទលាយមិនសូវជាពាក់ជាពិននឹងអីហ្មងព្រោះធ្វើហើយសំណោះអីសោះដែលថាធ្វើទៅដឹងសុបាយនៅខាងបានធ្វើទានធ្វើបុណ្យអញ្ចឹងនឹងហើយចាដឹងសុបាយអញ្ចឹងទៅប៉ុន្តែគាត់ថាវាមិនបានច្រើនទេតក់ដូចតែខ្នើយយូរពាក្យថាបុណ្យនេះគឺវាធំតូចទៅលើចេតនាមិនមែនទៅលើវត្ថុទាននេះលោកយាយកុំសម្គាល់អាកន្លែងហ្នឹងឲ្យសោះកុំសម្គាល់ឲ្យសោះគ្មានលុយមួយរៀលក៏ដោយធ្វើទានបានទាំងអស់ពេលលោកយាយវិបស្សនាបានលោកយាយដឹងពេលអង្គុយវិបស្សនាបាសនាជាអញឲ្យប្រពន្ធគេអញឲ្យដាច់ទេណោះបើលោកយាយថាដាច់គឺដាច់ហ្មងគ្មានប្រពន្ធឲ្យគេគ្មានប្តីឲ្យគេប៉ុណ្ណឹងប៉ុន្តែថាដាច់គឺដាច់ហ្មងចុះបើគេសុំជើងអញមកជាហៀងអញឲ្យគេដល់ហួយមិនឲ្យទេវ៉ៃអីចឹងបើថាឲ្យគឺដាច់ទៅហ្មងចិត្តរបស់យើងគឺទៅដាច់ចឹងហ្មងអត់មានអីឲ្យសោះក៏បានបនដែរនេះអាធម្មជាតិនៃចិត្តវាអញ្ចឹងពុទ្ធលោកត្រាស់ដឹងគឺអញ្ចឹងមិនមែនថាវត្ថុទាននឹងហោហៀដោយលោកជំទាវរាល់ថ្ងៃធ្វើទៅពហិធំអីមានបានបនអីទេឃើញអញ្ចឹងអាសូរគាត់ទៅអត់មែនបានបនអីទេគាត់ធ្វើដើម្បីអញហ្នឹងធ្វើដើម្បីអញចូលតណ្ហាតាកលេសធំតាធ្វើដើម្បីចាក់គៈធ្វើដើម្បីអ្នកដទៃធ្វើដើម្បីឲ្យអស់សេចក្តីអាក្រក់ពីក្នុងចិត្តលាងដៃដើម្បីឲ្យដៃស្អាតចាឥឡូវអរគុណណាអរយោបល់ប៉ុណ្ណឹងភ្លឺអើយកម្មភ្លឺបាទអូលោកគ្រូអើយអាគ្រូអាយុវែងណាបាទគ្រាន់តែទៅវត្តហ្នឹងលោកយាយលោកតាយកពាក្យសម្ដីដែលលោកយាយលោកតាបានយល់ហ្នឹងទៅបញ្យល់អ្នកដទៃដោយបំណងល្អផងដោយគ្មានប្រកបល្បិចកលនៅក្នុងហ្នឹងឯងចង់ឲ្យគេយល់អូអញទំបានយល់អញចង់ឲ្យគេយល់ណែយាយឯងតាឯងមកកន្លែងនេះអញអង្គុយនិយាយប្រាប់ស្ដាប់បន្តិច
ពេលយើងគ្រាន់តែមានបំណងទៅអញ្ចឹងដល់ពេលយើងនិយាយទៅអញ្ចឹងបានប៉ុនមកកណោសំមកកណោទៅនឹងថាងាកខ្លាញ់នេះក៏ប៉ុនងាកខ្លាញ់នោះក៏ប៉ុនយើងឲ្យតែលើប៉ុនទាំងរៀបចំរោងហ្មងចេញលុយចេញកាក់ហ្មងបានលឺប៉ុនអានឹងប៉ុនបែបសាសនាតែប៉ុនបែបច្បាប់ធម្មជាតិដែលធ្វើឲ្យចិត្តស្អាតហ្នឹងមិនមែនចង់ទេចាជួនណាគ្នាចង់ដូចថាសាសិលអីគ្នាមិនចេះធေါ်អីជួយបរៀនគ្នានោះអើយមកយកបរៀនទៅតែចេះទៅហ្នឹងហើយបានទៅទទួលសិលគេទៅបាទត្រូវនិយាយហើយលោកយាយមានអីទៀតទេលោកយាយបាទនិយាយខ្ញុំអស់ច្បាលណាបាទអូនសួរមកអូនខ្ញុំឈ្មោះតឹមសុករេនៅភូមិបតន្ត្រីឃុំកំពើសុខវិរាំងខេត្តព្រៃវែងខ្ញុំមានចម្ងល់ក្នុងពធដែរទេវាចម្ងល់ថាតើការបួសរបស់បុគ្គលអាចសងគុណឪពុកម្ដាយបានដែរឬទេសិតតែរឿងល្ងឹតដូចគ្នាអូនឯងមកសួរបងអូនឯងចង់បានអីចង់បានចម្លើយល្ងឹតទេបងក៏អត់ដឹងអូនក៏អត់ដឹងសួរហ្នឹងអូនសួរមនុស្សមកផែនដីហ្នឹងក៏ដោយបងថាទៅចោះពីព្រោះវាអត់មានព្រះរហន្តបើស្នាជាព្រះរហន្តលោកនៅប្រហែលជាអូនអាចទៅសួររឿងហ្នឹងបានប៉ិនបើសួរសម្រាប់មនុស្សបឋិជននៅលើផែនដីហ្នឹងមានតែរឿងបងកុហកអូនហ្នឹងទៅអូនឯងទៅសួរលោកសង្ឃក៏លោកសង្ឃឆ្លើយទាំងមិនដឹងហ្នឹងទៅដែរហើយអូនឯងមានជំនឿលើលោកសង្ឃទៀតហើយប្រពុតប្រាប់រំគ្រូនៃយើងព្រះអង្គប្រាប់ថាកុំជឿព្រោះតែគេជាគ្រូកុំជឿព្រោះតែគេជាលោកសង្ឃកុំជឿតែព្រោះតែគេជាអ្នកបួសកុំជឿព្រោះថានឹងឲ្យកម្ពីប្រសងយ៉ាងច្រើនណាស់លោកថាតាមកម្ពីទេសមកអញ្ចឹងហើយប្រពុតលោកហាមជឿកម្ពីនឹងទៅទៀតណែអូនចេះប្រពុតលោកប្រាប់ថាម៉េចសត្វលោកទាំងអស់មានកម្មជារបស់ខ្លួនអូនឯងអត់អាចទៅរំដោះកម្មអ្នកណាបានទេសត្វលោកម្នាក់មានកម្មជារបស់ខ្លួនបើអូនពិតជាស្រឡាញ់ម្ដាយអូនមែនណាអូនត្រូវប្រាប់គាត់ឲ្យគាត់ចេះប្រតិបត្តិល្អពីព្រោះអំពើល្អនិងអំពើអាក្រក់គាត់ជាអ្នកសាងប្រពុតព្រះបរមគ្រូនៃយើងពុំពៀប្រពុតណាជាអរិយបុគ្គលប្រពុតជាអ្នកត្រាស់ដឹងឪពុកពុំពៀត្រូវជាឪពុកក្មេករបស់ប្រពុតសពប្រពុតចុះនរកតើបានអូនប្រពុតជួយមិនឈ្នះផងប្រពុតបួសដែរប្រពុតបួសដែរមិនបានជួយម៉ែឪមិនបានផងជួយមិនបានទេអូនយើងពិចារណាមើលជួយមិនបានសត្វលោកទាំងអស់គ្នាសូមអ្នកចងចាំថាអ្នកមានកម្មជារបស់ខ្លួនអ្នកសាងអីអ្នកបាននឹងអត់មានអ្នកណាទៅជួយយោងអ្នកណាបានទេមានតែភូតអូនថាអូនបួសទៅបានបន់ដល់ម៉ែដល់ឪយោងប្រគ្រោះយោងទៅតាមណាអូនយោងទៅតាមណាបើប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់សម្ដែងថាសត្វលោកទាំងអស់មានកម្មជារបស់ខ្លួនបើអូនចង់ជួយម្ដាយមែនត្រូវប្រាប់ម្ដាយឲ្យគាត់ចេះសម្គាល់អំពើល្អពីព្រោះអំពើល្អអំពើអាក្រក់គាត់ជាអ្នកសាងអានឹងជួយប្រោសគាត់ហ្នឹងមានន័យថាជួយប្រាប់គាត់ឲ្យគាត់ធ្វើអំពើល្អដល់ខ្លួនគាត់ព្រះសម្មាសម្ពុទ្ធជួយឪពុកក្មេងមិនបានផងនាងពុំពៀមបួសមិនក៏ជួយមិនបានទេសត្វលោកទាំងអស់មានកម្មជារបស់ខ្លួនអានេះយើងពិចារណាណាប៉ុន្តែប្រទេសតាមកពីច្រឡងតគ្នាហ្នឹងប្រពុតប្រាប់រមគ្រូនៃយើងមានតសេណាកម្ពីនឹង200ជាងឆ្នាំតាក្រោយប្រពុតបរិនិព្វានថាបានតសេអញ្ចឹងយើងត្រូវមើលឲ្យត្រូវឆ្លោះបញ្ចាំងពីព្រោះប្រពុតលោកឲ្យយល់មិនមើលឲ្យចាំទេបើបងប្រាប់អូនថាណែបួសអញ្ចឹងសងគុណម្ដាយបានអូនគ្រាន់តែចាំមានយល់ណាអត់មានការយល់អីកើតមានចាំមានជឿហ្មងហើយប្រពុតលោកហាមកជឿហ្នឹងណាលោកឲ្យយើងយល់បើយើងពិចារណាមើលប្រពុតជាព្រះសម្មាសម្ពុទ្ធលោកជួយឪពុកក្មេងមិនបានដែរហើយពុំពៀមជាកូនពុំពៀជាអរិយបុគ្គលបានសោតាណាហើយម្នាក់បួសមិនក៏ជួយឪពុកមិនបានទៅនរកទៅបានអូនចារណាទៅនឹងមើលយល់ហើយខ្ញុំសុំសួរមួយទៀតខាងនយោបាយទៀតគឺថាហេតុអីបានជាប្រជាធិបតេយ្យដូចគ្នាមិនរួបរวมគ្នាហើយបងបានបញ្យល់មកខ្ញុំយល់ដែរប៉ុន្តែមានអ្នកខ្លះប្រាប់ខ្ញុំថាលោកបងខំវាសនានោះប្រជាធិបតេយ្យជ្រុលនិយមអានឹងសូមបងជួយវែកញែកឲ្យបានយល់ទាំងអស់គ្នាខ្ញុំអត់យល់ដែរបើគេថាជ្រុលនិយមប្រហែលជាជ្រុលនិយមតាមការយល់របស់គេនោះប៉ុន្តែបើយើងថាអត់ជ្រុលនិយមហើយចុះបើគេថាជ្រុលនិយមប្រហែលជាជ្រុលនិយមតាមការយល់របស់គេនោះគេយល់ថាអញ្ចឹងជ្រុលនិយមឧបមាថាអូនឯងឃើញប្រពន្ធនឹងអូនឯងថាប៉ុណ្ណឹងល្មមមកគេថាប្រពន្ធប៉ុណ្ណឹងខ្មៅតាមគេយល់របស់គេនោះបើយើងថាប៉ុណ្ណឹងសហើយល្មមហើយដល់ពេលគេថាខ្មៅចុះបើគេមើលមកឃើញថាបងជ្រុលនិយមរឿងរបស់គេមើលមកឃើញថាជ្រុលនិយមប្រហែលជ្រុលនិយមតាមការយល់របស់គេមែននោះប៉ុន្តែបើយើងថាប៉ុណ្ណឹងល្មមហើយទៅធ្វើម៉េចពីណាទៅផ្គប់ចិត្តមនុស្សគ្រប់គ្នាបានទស្សនៈរឿងដឹកលានោះដឹកអត់ជីពីអ្នកឪកូនគេថាមានលាមួយមិនជីឡើងជីពីអ្នកឪកូនគេថាមានកូនលាមួយជីមិនងាប់អីអញ្ចឹងដាក់ឪឲ្យជីម្ដងទុកកូនឲ្យដើរដល់ដាក់ឪឲ្យជីគេថាតាកាចាស់នឹងជីមិនសមទេបើកូនជីសង្ហាដល់ដាក់កូនឲ្យជីគេថាអាកូននឹងឃើញឪវាញីញាប់ប៉ុណ្ណឹងមិនព្រមឲ្យជីទេឲ្យអាកូនជីមិនត្រូវស្អីក៏វាមិនត្រូវដែរអូនយើងយល់ថាស្អីត្រូវទៅតាមដំណើររបស់យើងទៅដោយព្រះអាទិត្យអញ្ចឹងបងថាម៉ោង6មករះទៅម៉ោង6ល្ងាចមកលិចទៅបើគេខាត់ព្រះអាទិត្យមិនឲ្យមករះបាននឹងប្រហែលជាប្រឹងរើបំរាស់ដើម្បីឲ្យរះបានប៉ិនបើរះបានហើយអ្នកឯងមិនព្រមទទួលពលឺព្រះអាទិត្យរឿងរបស់អ្នកឯង
ខ្ញុំបានផ្សាយរ៉ាឌីយ៉ូហើយឮដល់តែជាប្រជាពលរដ្ឋបើប្រជាពលរដ្ឋគាត់មិនយកទៅស្ដាប់រឿងរបស់គាត់បងមិនយកបាបមកដាក់ខ្លួនទេអូន យល់បាទ បាទលោកយាយលោកតាឬក៏បងប្អូនណាចង់មានសំណួរទៀតបាទលោកយាយដែលទៅអញ្ជើញមកដល់តាក់ទងនឹងប្រធរក្រែងលោកយាយបានស្ដាប់ពីយូរហើយគេលោកមានការខ្វះចន្លោះត្រង់ណាដែលមិនទាន់យល់ឬក៏លោកយាយធ្លាប់ស្ដាប់ធម្មទេសនាព្រះសង្ឃផ្សេងឬក៏លោកតាអាចារ្យផ្សេងថាដូចខុសពីលោកវាសនានិយាយអញ្ចឹង លោកយាយលោកតាកុំសម្គាល់ថាធម៌នឹងជាស្អីឲ្យសោះកុំគិតពីរឿងអបិយជំនឿពីអីទាំងអស់ជារឿងធម្មជាតិជារឿងធម្មជាតិនៅលើលោកនេះលោកយាយលោកតាត្រូវកត់សម្គាល់ឲ្យបានមានធម្មជាតិធម៌ពីរយ៉ាងធំដែលដាច់ពីគ្នាទីមួយមានរូបអ្នកវិទ្យាសាស្ត្រហៅថារូបធាតុប៉ុន្តែខាងពុទ្ធហៅថារូបធម៌រូបធម៌និងរូបធាតុមានន័យតែមួយគឺវត្ថុណាដែលមានរូបគេហៅថារូបធម៌សភាវៈធម៌ណាដែលមានរូបគេហៅថារូបធម៌ឬរូបធាតុដូចជាដីទឹកភ្លើងខ្យល់អញ្ចាំងដុំថ្មអីហ្នឹងដែលមានរូបគឺរូបធម៌ទាំងអស់ឬរូបធាតុទាំងអស់រួមទាំងខ្យល់ដែលយើងមើលមិនឃើញនេះផងនេះក៏គេចាត់ទុកជារូបដែរព្រោះវាមានម៉ូលេគុលទូចជាងខ្សាច់ទៀតនៅអណ្ដែតពេញមេឃទាំងអស់ហ្នឹងបានជាគេថាវាមានរូបព្រោះវាមានម៉ូលេគុលកាលណាគេបកកទៅជាទឹកកកទៅគេឃើញវាមានរូបអញ្ចឹងមានន័យថាខ្យល់មានរូបទេដោយសារខ្យល់មានរូបនឹងហើយបានជាខ្ញុំនិយាយទៅកាន់លោកយាយលឺព្រោះអីលោកយាយមិនសម្គាល់មកថាហេតុអីបានលឺណោះពីព្រោះនៅក្នុងខ្យល់ហ្នឹងមានម៉ូលេគុលទូចដូចទឹកអាឡុកអញ្ចឹងពេលណាខ្ញុំនិយាយទៅធាក់ទឹកអាឡុកនេះធាក់ញ័រទៅប៉ះអីกระดาษត្រចៀកអីណោះដល់ប៉ះกระดาษត្រចៀកទៅអាខ្យល់ហ្នឹងវាបុកមួយកระดาษត្រចៀកញ័រទៅអាกระดาษត្រចៀកហ្នឹងអាណាលីវែកញែកបានថាអូសលេងហ្នឹងនិយាយចេះបើសិនណាជាអត់មានធម្មជាតិខ្យល់នៅកណ្ដាលហ្នឹងទេណាអត់មានម៉ូលេគុលដូចគ្រាប់ខ្សាច់លាត់ទេខ្ញុំនិយាយទៅកាន់លោកយាយអត់លឺទេនេះជាធម្មជាតិដែលប្រពុតលោកសាវជ្រាវឃើញអ្នកវិទ្យាសាស្ត្រក៏គេសាវជ្រាវឃើញថាអញ្ចឹងអមកថាយើងនៅក្នុងផ្ទះអញ្ចាំងបិទជិតហើយទូរស័ព្ទយើងនៅខាងក្នុងស្រាប់តែយើងនិយាយទូរស័ព្ទខាងក្នុងឮទូរស័ព្ទហ្នឹងសញ្ញារបស់ទូរស័ព្ទហ្នឹងកាត់អញ្ចាំងចូលទៅខាងក្នុងបានទូរទស្សន៍ក៏ចូលទៅបានដែរសញ្ញារបស់ទូរទស្សន៍ចូលទៅបានដល់ពេលសលេងទៅអត់រួចអ្នកនិយាយក្រៅក្នុងអត់ឮវាជាធម្មជាតិហើយចុះសញ្ញាទូរស័ព្ទមិនបានចូលរួចវាជាធម្មជាតិពុទ្ធព្រះបរមគ្រូនៃយើងសិក្សាអំពីធម្មជាតិធម្មពលពុទ្ធហៅថានាមនៅលើโลกនេះមានធម្មជាតិពីរគឺរូបធាតុនិងនាមធាតុរូបធាតុគឺអ្វីដែលមានរូបនឹងដល់ពេលនាមធាតុនោះដែលអ្នកវិទ្យាសាស្ត្រហៅថាធម្មពលនោះវាអត់មានមើលឃើញទេក៏ប៉ុន្តែវាមានរបស់វាណាដូចដែនដៃឆក់លោកយាយលោកតាដែលមើលឃើញដែនដៃឆក់ហ៎ប៉ុន្តែដាក់ក្បែរដៃចេះតែឆក់សួរថាវាមានណាមានបើអត់មានវាមិនមែនឆក់ទេវាមានរបស់វាពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គសិក្សាលើធម្មពលនោះចិត្តគឺជាប្រភេទធម្មពលមួយយ៉ាងដែលមើលមិនឃើញប៉ុន្តែមានពេលលោកយាយលោកតាមើលស្អីមកហ្នឹងមកថាមើលគោកលេចទៅឃើញគោភ្នែកកលេចទៅឃើញគោអញ្ចឹងធម្មពលនៃផ្លូវចិត្តហ្នឹងបានទៅវាន់វិញគោហ្នឹងទៅវិញតបាញ់ឲ្យតែយើងស្រឡាញ់វិញតបាញ់នឹងគោហ្នឹងហ្មងហើយបើថាស្អប់វិញធាក់អាគោហ្នឹងចេញហ្មងធម្មពលនៃផ្លូវចិត្តហ្នឹងញ័រទៅកន្លែងហ្នឹងព្រោះតែញ័រហ្នឹងបានពុទ្ធលោកជ្រាបចិត្តយើងណាលោកដឹងថាអូមិនបានលោកយាយនេះក៏ជាប់ចិត្តនឹងអានេះជាប់ចិត្តនឹងនោះហេតុអីបានពុទ្ធលោកត្រាស់ដឹងពីព្រោះដើម្បីដឹងបានណាលោកយាយលោកតាខ្ញុំនិយាយពីរឿងរបៀបដឹងវិញដើម្បីដឹងបានមានធម្មជាតិធម៌3ទី1អាទៅពីក្រៅទៅពុទ្ធលោកហៅថាអារម្មណ៍ទី2ញៀនដែលនៅខាងក្នុងទី3គ្រឿងទទួលដូចខ្ញុំអ្នកលក់លោកយាយអ្នកទិញលោកយាយនៅផ្ទះលោកយាយទៅខ្ញុំនៅផ្ទះខ្ញុំទៅមិនបានជួបគ្នាលោកយាយទៅជួបគ្នាកន្លែងណាជាមួយនឹងខ្ញុំដើម្បីផ្ដោះប្ដូររបស់គ្នាអាកន្លែងនោះគេហៅទីផ្សារអញ្ចឹងដើម្បីទិញលក់បានត្រូវមានអ្នកលក់មានអ្នកទិញនិងមានទីផ្សារមិនអញ្ចឹងដើម្បីលោកយាយស្ដាប់ឮខ្ញុំបានតើតើលោកយាយមានវិញ្ញាណនៅខាងក្នុងសោតវិញ្ញាណនៅខាងក្នុងសំឡេងខ្ញុំទៅពីខាងក្រៅជាអ្នកលក់ដល់ពេលទីផ្សារនោះគឺกระดาษត្រចៀកបើមិនជឿលោកយាយយកចង្កឹះទៅបុកกระดาษត្រចៀកនឹងធ្លាយមើលបើខ្ញុំនិយាយទៅលោកយាយស្ដាប់អត់ឮទេសួរថាមានសំឡេងទៅដែរមានគេអ្នកផ្សេងគេស្ដាប់បានសួរថាសោតវិញ្ញាណនៅខាងក្នុងនៅដែរនៅហេតុអីបានថានៅព្រោះជួសជើกระดาษត្រចៀកមកឮវិញដដែលអញ្ចឹងគឺខូចกระดาษត្រចៀកទេមិនមែនខូចសោតវិញ្ញាណទេគឺខូចសោតប្រសាទគឺกระดาษត្រចៀកអញ្ចឹងដើម្បីឲ្យឮបានវាតើតែមានសំឡេងពីខាងក្រៅទៅមានកระดาษត្រចៀកនិងមានវិញ្ញាណនៅខាងក្នុងពេលលោកយាយឬក៏ខ្ញុំស្លាប់ទៅវិញ្ញាណបាត់ទៅกระดาษត្រចៀកនៅសំឡេងពីក្រៅទៅនៅប៉ុន្តែអត់ឮទេព្រោះបាត់មួយហើយអញ្ចឹងតើមានធាតុ3រឿងសំឡេងតើតែមានសំឡេងពីក្រៅមានកระดาษត្រចៀកនិងមានសោតវិញ្ញាណពីខាងក្នុងដើម្បីទទួលយកបានដូចគ្នាជាមួយនឹងចិត្តក៏ដូចគ្នាសួរថាមានរលកទៅរនិយាយទេចិត្តខ្ញុំមានរលករំញ័រទៅដូចអាឡៃធម្មពលដៃឆក់ទៅអញ្ចឹងប៉ុន្តែហេតុអីបានលោកយាយអត់ជ្រាបចិត្តខ្ញុំហើយខ្ញុំអត់ជ្រាបចិត្តលោកយាយសួរថាវិញ្ញាណដែលដឹងចិត្តហ្នឹងនៅខាងក្នុងមានណាមានលោកយាយមានពី
ពីព្រោះលោកយាយនៅរស់មានណាប៉ុន្តែវាអត់មានគ្រឿងទទួលទេអត់មានកដាស់ត្រចៀកអញ្ចឹងពពុទ្ធលោកបង្រួមសតិធម្មពលនៃផ្លូវចិត្តហ្នឹងគឺជាធម្មពលកាលពីកើតមកពីម៉ែឪមក1ម៉ូលេគុលពីម៉ែ1ម៉ូលេគុលពីឪចិត្តហ្នឹងធម្មពលនៃផ្លូវចិត្តហ្នឹងបានទៅជ្រកចូលទៅក្នុងម៉ូលេគុលដ៏ទូចមិនបានប៉ិនចុងមកជុលហ្នឹងចិត្តចូលទៅនៅក្នុងនោះរួចហើយដល់ពេលយើងធាត់ធំប៉ុណ្ណឹងក្តិចតាណាក៏ឈឺដែរឃើញថាធម្មពលវារីកចឹងបើលោកយាយធាត់ប៉ិនផែនដីក៏គេនៅតែក្តិចឈឺដែរព្រោះធម្មពលនៃផ្លូវចិត្តហ្នឹងវារីកអញ្ចឹងវារីកធំទៅអញ្ចឹងខ្ញុំចង់មានន័យថាម៉េចចង់មានន័យថាធម្មពលនៃផ្លូវចិត្តហ្នឹងបង្រួមបានបង្រីកបានពេលយើងវិបស្សនាយើងបង្រួមចិត្តហ្នឹងឲ្យទូចទៅគេហៅសមាធិនោះណាបង្រួមចិត្តទូចទៅកាយក្តិចលែងឈឺដល់ក្តិចលែងឈឺបានយើងសម្គាល់ថាអូកាយមិនមែនអញទេវ៉ៃកាយមិនមែនអញទេព្រោះក្តិចលែងឈឺហើយអញហ្នឹងទៅណាបាត់ហើយអញគឺសតិនោះទូចហ្នឹងចិត្តហ្នឹងវារួមទូចទៅដល់ពេលសតិហ្នឹងធ្លាក់ចូលទៅក្នុងប្រវាំងមានគ្រឿងទទួលរំញ័រផ្លូវចិត្តទៅដល់ប៉ះនឹងគ្រឿងទទួលដូចមានកដាស់ត្រចៀកអញ្ចឹងញ័រទៅដឹងហ្មងពុទ្ធលោកជ្រាបចិត្តណាលោកថាអេលោកយាយហ្នឹងមកស្ដាប់ធម៌ហ្នឹងណោះឡៃរវល់រឿងគោនៅផ្ទះហ្នឹងណាលោកយាយទៅចុះរវល់គោហើយព្រះអរហន្តទាំងឡាយលោកជ្រាបចិត្តព្រោះអីព្រោះវិស័យធម្មជាតិដែលហាត់បានមិនមែនបារមីមកវិណាទេមិនមែនអបិយជំនឿមិនហោះហើរទេជាធម្មជាតិទេលោកយាយលោកតាកុំគិតពីរឿងអីហួសពីធម្មជាតិដូចខ្ញុំនិយាយមិនអញ្ចឹងណាថាទូរស័ព្ទវាចូលក្នុងអញ្ចាំងបានទោះបីយើងនៅក្នុងកន្ទប់ទូរស័ព្ទវាចូលទៅរួចជារំញ័រចូលទៅរួចដល់ពេលសម្លេងវាចូលទៅមិនរួចធម្មជាតិចំណែកចិត្តវិញឆ្លងភពឆ្លងពីផែនដីទៅណាចុតតិគាត់ខ្វែងពេញមេឃអញ្ចឹងបានប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់ប្រាប់អនន្តថាអនន្តហើយអនន្តតថាគតត្រាស់ដឹងរឿងក្នុងលោកនេះថាដូចស្លឹកឈើក្នុងព្រៃតែតថាគតនិយាយតែមកក្តាប់នេះទេពីព្រោះសត្វលោកយល់បានតែប៉ុណ្ណឹងតថាគតនិយាយមិនច្រើនទេសិតតែរឿងវិស័យរបស់ធម្មជាតិទាំងអស់ចិត្តជាធម្មពលណាមានណាពេលណាយើងធ្វើបុណ្យធ្វើបាបមโนពពាំងកមាធម្មាចិត្តអ្នកថតណាបើមិនថតលោកយាយអត់ចំណាំខ្ញុំទេលោកយាយអត់ចំណាំខ្ញុំរួចទេលោកយាយមិនដែលឃើញខ្ញុំលោកយាយមិនចំណាំអត់ចំណាំទេពីព្រោះអីពីព្រោះលោកយាយអត់បានថតទុកនៅក្នុងចិត្តដល់ពេលឃើញក្រោយទៀតបានលោកយាយថតមួយសារទៀតយកទៅផ្ទៀងអារបស់ដែលឃើញមុនយកទៅឃើញមុខដូចគ្នាលោកយាយថាអូអាម្នាក់ហ្នឹងអញធ្លាប់ឃើញកាលមុនប៉ុន្តែបើលោកយាយអត់ដែលឃើញសោះកលេចឃើញពឹបថតពឹបរាវយកទៅខាងក្នុងទៅរាវទៅអត់ឃើញមានគំរូផ្ទៀងដល់អត់ឃើញគំរូផ្ទៀងអត់ស្គាល់ប៉ុន្តែដល់ពេលលោកយាយឃើញម្ដងហើយលោកយាយថតក្នុងចិត្តអាថតនោះហើយដែលបនបាបនោះសង្ខារធម៌ថតនោះគេណាយើងមានចេតនាអាក្រក់វាថតជាប់ដូចហ្វីលវីដេអូវាថតជាប់ពេលយើងស្លាប់ដាច់ខ្យល់វាទៅជារំញ័រយើងថតយើងមានចេតនាអាក្រក់ជានិច្ចកាលវាកោអាសង្ខារធម៌អាក្រក់ហ្នឹងបាបហ្នឹងសង្ខារធម៌អាក្រក់កលេសតណ្ហាស្អិតនៅក្នុងហ្នឹងឲ្យឡើងកោដូចកកបាតពីងអញ្ចឹងពេលដែលងាប់ទៅចតិនឹងទីទៀបហ្នឹងជាស្វ័យប្រវត្តិអត់មានពីណារុញទេសត្វលោកទាំងអស់មានកម្មជារបស់ខ្លួនអត់មានពីណាទៅជួយពីណាបានទេជាធម្មជាតិណាលោកយាយអត់មានអបិយជំនឿអីទេពុទ្ធលោកត្រាស់ដឹងច្បាប់ធម្មជាតិគេទាំងអស់គ្នាគេអួតថាព្រះរបស់គេនោះណាគេអួតថាគេអ្នកបង្កើតលោកបង្កើតផែនដីប៉ុន្តែពេលនិយាយអំពីដំណើរធម្មជាតិនិយាយអត់ត្រូវសោះដូចកបោកលុយអញ្ចឹងគេរើសបានហេកបោកលុយអញមើលឲ្យមានស្អីខ្លះក្នុងកបោកលុយអត់ដឹងសោះសិតតែអ្នកបង្កើតផែនដីដល់ពេលសួរពីរឿងច្បាប់ធម្មជាតិក្នុងផែនដីអត់ដឹងអីសោះពុទ្ធលោកប្រាប់ថាតថាគតនៅក្រោមច្បាប់ធម្មជាតិដែរតថាគតមិនមែនអ្នកបង្កើតផែនដីប៉ុន្តែតថាគតត្រាស់ដឹងច្បាប់ធម្មជាតិហ្នឹងយ៉ាងម៉េចតថាគតត្រាស់ដឹងពុទ្ធលោកបង្រៀនយើងបង្រៀនឲ្យត្រាស់ដឹងដូចគ្នាអត់មានឲ្យរឿងជឿទេតែរឿងជឿរឿងសាសនាគេផ្សេងហ្នឹងណាត្រង់ចំណុចហ្នឹងដែលពុទ្ធប្រមាលមើលថាបើដំណើរសត្វលោកនៅតែរឿងជឿអត់ពិចារណាដើម្បីយល់ទេឲ្យឃើញសច្ចៈហ្នឹងទេពធហ្នឹង5000ព្រះភាសាលាយលោកតាជាអស័យរហូតមកលោកតាចង់សួរអីលោកតាបាទលោកយាយលោកតាណាមានសំណួរទៀតសូមអញ្ជើញលោកយាយក្មួយនៅខាងក្រោយវិញពួកយុវសិស្សបងប្អូនច្រើនតែយល់ថាធម៌ហ្នឹងទុកឲ្យយាយទៅអញនៅខាងក្រៅហ្នឹងមិនបាច់ទេគិតតែពីកាប់ចាក់រំជៀងសបាយទៅចាំចាស់ចាំចូលវត្តអូនណាអូនភ្លើងអូនណាអត់ស្គាល់ក្មេងស្គាល់ចាស់ទេបើតំណងដែលប្រពុតព្រះបរមគ្រូនៃយើងព្រះអង្គអាណិតសត្វលោកណាភ្លើងអត់ស្គាល់ថាអេខ្ញុំក្មេងមិនទាន់លាអត់ទេអូនតែអូនកសាងអាក្រក់សន្សំក្នុងចិត្តទៅហើយត្រង់ចំណុចហ្នឹងដែលបងថាត្រួតពិនិត្យអ្នកបង្រៀនធម៌នឹងឡើងវិញបើថាធម៌នៅតែក្នុងលបងវត្តទេមកពីគ្រូបង្រៀននឹងតែហ្មងពួកធម៌វាត្រូវបាក់លបងធ្លាយដល់ពួកប្អូនអស់ហ្នឹងបានត្រូវពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គប្រាប់សាវករបស់ព្រះអង្គថាទៅទីណាគ្រប់ជនបទទាំងឡាយដើម្បីផ្សព្វផ្សាយការត្រាស់ដឹងរបស់យើងទាំងអស់គ្នាទៅឲ្យសត្វលោកគ្រប់វណ្ណៈទាំងអស់ទាំងពួកអឺរ៉ុបក៏ដោយទាំងពួកខ្មែរក៏ដោយទាំងពួកសាសអីក៏ដោយពួកអាស៊ីក៏ដោយពួកក្មេងពួកចាស់គឺត្រូវតែចេះពធទាំងអស់មិនមែនថាហេចុងកបាត់នឹងជន់មុតតែយាយកូនក្មេងជន់អត់មុតអត់ទេអ្នកឯងមិនស្គាល់ច្បាប់ធម្មជាតិក្មេងចាស់ប្រុសស្រីសត្វអីក៏ដោយអ្នកឯងត្រូវតែទទួលអំពើបាបនិងអំពើបុណ្យដែលអ្នកឯងបានសាងទាំងអស់គ្នាហើយតថាគតមិនដែល
ទៅសកត់ក្បាលពីណាឲ្យជឿទេតថាគតគ្រាន់តែប្រាប់បង្ហាត់បង្ហាញសម្រាប់អ្នកណាដែលចង់ចេះចង់យល់អមជាមួយការបញ្យល់តថាគតយកប៉ុនមកផ្ទះវិញហើយពុទ្ធចេតនារបស់យើងល្អទៅធ្វើប៉ុនហ្នឹងទៅប្រាប់គេទៅបានប៉ុនហើយគេជេរគេបចោក៏អត់យកដែរទុកឲ្យគេទៅត្រឡប់មកផ្ទះវិញហើយចិត្តរបស់យើងស្អាតហើយគ្មានតួមនុស្សអីទេបំពេញភារកិច្ចរបស់ខ្លួនរួចហើយព្រះអាទិត្យព្រឹកឡើងមករះរួចហើយល្ងាចលិចទៅវិញហើយព្រឹកឡើងមកទៀតឡើយរវល់តែរឿងហ្នឹងអត់រវល់ថាអូគេទៅសើញឹមភាយគេប្រអាប់តួមនុស្សអត់ទេធម្មតាចិត្តលែងញាប់ញ័រជាមួយនឹងលោកធម៌ហើយបើលោកយាយលោកតាខ្លះហ្នឹងលោកលូនទៅសួរតែពីរឿងអានិសង្សហ្នឹងបើខ្ញុំចង់កើតជាតិក្រោយរូបរាងល្អខ្ញុំធ្វើបន់អីបើខ្ញុំចង់អាយុវែងធ្វើបន់អីតែចឹងពពុទ្ធព្រះបរមគ្រូនៃយើងបង្រៀនចិត្តឲ្យស្ងប់លែងជាពាក់ជាមួយនឹងលោកធម៌ហ្នឹងតែយើងធ្វើបន់អានិសង្សហ្នឹងវាមកជាស្វ័យប្រវត្តិព្រោះវាជាផលអមឧបមាថាយើងចង់ទៅអ្នកលឿងដើរទៅអ្នកលឿងកុំគិតពីរឿងបែកញើសមកឥឡូវកុំបាច់ភ័យពីរឿងអានិសង្សធ្វើតែអំពើជាកុសលទៅបំណងគឺយើងចាក់កែចង់ទៅជួយអ្នកដទៃចេះទៅជួយទៅអានិសង្សមកព្រមប្រព្រឹត្តទៅមកតែហ្មងពួកអានិសង្សវាជាផលអមតើអ្នកធ្វើដើម្បីអានិសង្សហ្នឹងចិត្តកាន់តែជាពាក់ចិត្តល្អក់កកកាន់តែខ្លាំងដល់ពេលទៅចុតតិនៅអបាយភូមិមានអានិសង្សឯណានៅអបាយភូមិទៅទេនោះ